លោកស្រីអ្នកនាងកញ្ញាទូទាំងនិកជនជាទីគោរពនៅក្នុងកម្មវិធីផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍលើវិស័យយុតិធធម៌នៃក្រសួងយុតិធធម៌នៅក្នុងថ្ងៃនេះសូមលើកយកប្រធានបទមួយដែលស្ដីអំពីបេសកកម្មរបស់នគរបាលយុតិធធម៌តើនគរបាលយុតិធធម៌មានបេសកកម្មយ៉ាងដូចម្តេចខ្លះនៅក្នុងដំណើរការកាត់ក្តីចានៅក្នុងថ្ងៃនេះកម្មវិធីយើងបានអញ្ជើញវាគ្មិនដែលជាមន្ត្រីជាន់ខ្ពស់នៃក្រសួងយុតិធធម៌មកបកស្រាយជូនលោកអ្នកនាងមានឯកឧត្តមភៅសម្ភារជាអគ្គនាយកស្រាវជ្រាវនិងអភិវឌ្ឍលើវិស័យយុតិធធម៌នៃក្រសួងយុតិធធម៌ជំរាបសួរឯកឧត្តមកើតរិទ្ធជំរាបសួរឯកឧត្តមចាឯកឧត្តមគឺជាអនុរដ្ឋលេខាធិការនៃក្រសួងយុតិធធម៌និងឯកឧត្តមប៊ុនហ៊ុនជំរាបសួរឯកឧត្តមក៏ជាអនុរដ្ឋលេខាធិការនៃក្រសួងយុតិធធម៌ផងដែរលោកអ្នកនាងទូទាំងនិកជនជាទីគោរពកាលពីសប្តាហ៍មុនឯកឧត្តមវាគ្មិនបានជម្រាបលោកអ្នកនាងខ្លះៗហើយអំពីរចនាសម្ព័ន្ធនៃនគរបាលយុតិធធម៌ហើយនៅក្នុងថ្ងៃនេះជាដំបូងនាងខ្ញុំសូមអញ្ជើញឯកឧត្តមប៊ុនហ៊ុនមានប្រសាសន៍ជម្រាបទូទាំងនិកជនឲ្យបានជ្រាបអំពីបេសកកម្មនៃនគរបាលយុតិធធម៌វិញម្ដងក៏ប៉ុន្តែមុននឹងចូលដល់បេសកកម្មនៃនគរបាលយុតិធធម៌នោះនាងខ្ញុំសូមអញ្ជើញឯកឧត្តមរំលឹកខ្លះៗជម្រាបជូនទូទាំងនិកជនយើងអំពីរចនាសម្ព័ន្ធរបស់នគរបាលយើងចា៎បាទសូមអរគុណគឺថានៅក្នុងរចនាសម្ព័ន្ធរបស់នគរបាលយុតិធធម៌គឺថាមាន3សំខាន់ដែលយើងពិនិត្យទៅគឺថាទី1គឺមន្ត្រីនគរបាលយុតិធធម៌ទី2គឺភ្នាក់ងារនគរបាលយុតិធធម៌ទី3គឺមន្ត្រីរាជការសាធារណៈមន្ត្រីរាជការឬក៏ភ្នាក់ងារសាធារណៈដែលច្បាប់ដោយឡែកផ្សេងទៀតបានប្រកល់សិទ្ធិអំណាចឲ្យក្នុងការពិនិត្យបទល្មើសពិសេសតាក់ទងទៅនឹងវិស័យពិសេសនោះហើយនៅក្នុងនេះយើងពិនិត្យឃើញមានចែងនៅក្នុងមាត្រា57ដែលចែងពាក់ព័ន្ធទៅនឹងរចនាសម្ព័ន្ធនៃនគរបាលយុតិធធម៌បាទចាចំពោះបេសកកម្មរបស់នគរបាលយុតិធធម៌តែយ៉ាងដូចម្តេចខ្លះចំពោះបេសកកម្មនគរបាលយុតិធធម៌យើងពិនិត្យឃើញចែងពីមាត្រា56ដល់មាត្រា120នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌថ្មីនេះគឺថាយើងចែងបញ្ជាក់ច្បាស់អំពីបេសកកម្មសំខាន់របស់នគរបាលយុតិធធម៌ហ្នឹងគឺឃើញនៅក្នុងមាត្រា71ក្នុងមាត្រា71នេះយើងញែកអំពីបេសកកម្មសំខាន់របស់នគរបាលយុតិធធម៌ហ្នឹងគឺថាចែកចេញជា2ធំសំខាន់តាមពិតទៅគឺថាមានច្រើនចំណុចណាស់នៅក្នុងបេសកកម្មប៉ុន្តែខ្ញុំសូមលើកវិញ្ញាណជា2ធំរួចចាំយើងពិនិត្យលម្អិតនៅក្នុងបេសកកម្ម2ធំនេះទៀតបាទនៅក្នុង2នេះគឺទី1នគរបាលយុតិធធម៌គាត់មានសិទ្ធិអំណាចនៅក្នុងការពិនិត្យស្វែងរកបទល្មើសគឺថាគាត់ពិនិត្យស្វែងរកបទល្មើសហ្នឹងគឺមានចែកចេញជាចំណុចសំខាន់ទូចទៀតគឺថាទី1គឺថាពិនិត្យស្វែងរកដោយខ្លួនឯងមានន័យថាមន្ត្រីនគរបាលយុតិធធម៌ឬក៏យើងនិយាយជាទូទៅថានគរបាលយុតិធធម៌ហ្នឹងគាត់កាលណាឃើញបទល្មើសកើតឡើងគាត់មានសិទ្ធិធ្វើកិច្ចការនឹងដោយខ្លួនឯងដោយមិនចាំបាច់ប្រជាពលរដ្ឋប្តឹងទេហើយចំណុចទី2គឺថាគាត់អាចទទួលពាក្យបណ្ដឹងហ្នឹងគឺថាបណ្ដឹងយើងមានចែកចែងជា2គឺបណ្ដឹងទាមទារនិងបណ្ដឹងបរិហារនៅក្នុងនេះខ្ញុំសូមអនុញ្ញាតជម្រាបបន្តិចពាក់ព័ន្ធថាតើអ្វីទៅហៅថាបណ្ដឹងទាមទារបណ្ដឹងទាមទារគឺសំដៅទៅលើបណ្ដឹងរបស់ប្រជាពលរដ្ឋឬដែលជាជនរងគ្រោះនៅក្នុងបទល្មើសណាមួយនោះគាត់ប្តឹងទៅស្ថាប័នមានសមត្ថកិច្ចគឺថាពេលនេះគឺថាប្តឹងទៅនគរបាលយុតិធធម៌នឹងតែម្ដងនៅក្នុងការទាមទារឲ្យស្ថាប័នមានសមត្ថកិច្ចនេះដោះស្រាយផ្ដន់ទោសជនល្មើសដែលប្រព្រឹត្តនិងទាមទារនៅសំណងការខូចខាតនិងជំងឺចិត្តដែលបានប្រព្រឹត្តមកលើគាត់ចា៎ហើយចំណុចមួយទៀតគឺបណ្ដឹងបរិហារគឺសំដៅទៅលើបណ្ដឹងវេកមុខបទល្មើសគឺថាបង្ហាញឬក៏បកអាក្រាតនៅបទល្មើសដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ចនឹងគាត់ជាអ្នកមានសិទ្ធិនៅក្នុងការពិនិត្យនិងស្វែងរកភស្តុតាងនៅក្នុងបទល្មើសហ្នឹងដើម្បីចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់នេះគេហៅថាបណ្ដឹងបរិហារអញ្ចឹងនៅក្នុងបណ្ដឹងបរិហារនេះគឺថាអាចធ្វើឡើងជួនកាលដោយតតិជនគឺថាជនដែលគាត់ដើរទៅឬក៏គាត់បានដឹងពីបទល្មើសហ្នឹងហើយគាត់ប្តឹងបរិហារទៅមន្ត្រីនគរបាលយុតិធធម៌ដែលមានសមត្ថកិច្ចហ្នឹងដើម្បីមន្ត្រីនគរបាលយុតិធធម៌ហ្នឹងធ្វើបំពេញកិច្ចការហ្នឹងឬក៏ជួនកាលបណ្ដឹងបរិហារនេះអាចធ្វើដោយមន្ត្រីសាធារណៈបាទ
ដែលច្បាប់យើងកំណត់ហើយនៅក្នុងមាត្រា42គឺថាមន្ត្រីសាធារណៈមានកាតព្វកិច្ចនៅក្នុងការធ្វើបណ្ដឹងបរិហារបើសិនជាគាត់បានដឹងអំពីបទល្មើសណាមួយនេះខ្ញុំសូមបញ្ជាក់ពីបញ្ហាបណ្ដឹងហ្នឹងតែពីប៉ុណ្្នឹងសិនហើយបញ្ហាទទួលបណ្ដឹងដែលខ្ញុំលើកបំបញ្ញមិញគឺថាអាចទទួលពីណាខ្លះគឺទី1អាចទទួលពីជនរងគ្រោះជនរងគ្រោះដែលកើតនៅហេតុរឿងបទល្មើសនឹងកើតឡើងគាត់រងគ្រោះហ្នឹងគាត់ធ្វើបណ្ដឹងហ្នឹងទៅមន្ត្រីនគរបាលយុត្តិធម៌ដើម្បីឲ្យមន្ត្រីនគរបាលយុត្តិធម៌ចាត់ការនៅកិច្ចការហ្នឹងឬជួនកាលគាត់អាចទទួលបណ្ដឹងតាមរយៈតតិជនដែលខ្ញុំបានជម្រាបជូនបាញ់មិញគឺជាប្រភេទបណ្ដឹងបរិហារហ្នឹងឯងហើយជួនកាលទៀតពាក់ព័ន្ធទៅនឹងបណ្ដឹងនេះគាត់អាចទទួលតាមរយៈជាលបាយការណ៍របស់ភ្នាក់ងារនគរបាលយុត្តិធម៌ដែលជាអ្នកជំនួយឲ្យមន្ត្រីនគរបាលយុត្តិធម៌ហ្នឹងបាទហើយចំណុចទី2ធំពាក់ព័ន្ធបេសកកម្មធំរបស់គាត់ទៀតគឺថាមានសិទ្ធិនៅក្នុងសិទ្ធិអំណាចក្នុងការធ្វើការស៊ើបអង្កេតស្វែងរកភស្តុតាងនៅក្នុងបទល្មើសជាក់ស្ដែងនិងបទល្មើសមិនជាក់ស្ដែងដែលយើងប្រើពាក្យមួយយ៉ាងទៀតថាស៊ើបអង្កេតបឋមពាក់ព័ន្ធទៅនឹងបទល្មើសមិនជាក់ស្ដែងគេប្រើពាក្យថាស៊ើបអង្កេតបឋមចាអាយដាមមានប្រសាសន៍ថាបេសកកម្មរបស់នគរបាលយុតិធធម៌របស់យើងគឺមានចំណុចធំពីរគឺស៊ើបអង្កេតនិងពិនិត្យនិងស្វែងយល់បទល្មើសចាហើយនគរបាលក៏ទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះផងដែរតកតងទៅនឹងការទទួលពាក្យបណ្ដឹងនេះខ្ញុំសូមជម្រាបសួរអាយដាមអគ្គនាយកថានៅពេលដែលនគរបាលយើងទទួលបាននៅពាក្យបណ្ដឹងនេះហើយតើគាត់ចាត់វិធានការយ៉ាងម៉េចខ្លះទៅលើពាក្យបណ្ដឹងនេះបាទសូមថ្លែងអំណរគុណបាទលោកស្រីពិធីការនេះដោយអាយដាមប៊ុនហ៊ុនបាទលោកបានលើកឡើងមាញ់មិញគឺថាទួនបេសកកម្មចម្បងរបស់នគរបាលយុត្តិធម៌ក្នុងក្របខ័ណ្ឌនៃការងាររបស់គាត់នៅក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌនេះគឺទទួលពាក្យបណ្ដឹងហើយនៅពេលដើម្បីធានាគេថាប្រសិទ្ធភាពនៃការងារដំណើរការរឿងក្តីព្រហ្មទណ្ឌក្រមនីតិវិធីព្រហ្មទណ្ឌយើងបានកំណត់នៅវិធានការមួយចំនួនស្ទាក់ទងនឹងចំណាត់ការលើពាក្យបណ្ដឹងដែលធ្វើឡើងដោយមន្ត្រីនគរបាលយុត្តិធម៌ដំបូងបំផុតនៅពេលដែលគាត់បានទទួលពាក្យបណ្ដឹងគឺចាំបាច់បំផុតគឺត្រូវតែធ្វើកំណត់ហេតុនៃការទទួលពាក្យបណ្ដឹងកំណត់ហេតុនៃការទទួលពាក្យបណ្ដឹងនេះគឺត្រូវបញ្ជាក់អំពីហៅថាអត្តសញ្ញាណរបស់អ្នកបណ្ដឹងបាទពីកាលបរិច្ឆេទនៃការទទួលពាក្យបណ្ដឹងពីអំពើល្មើសបានន័យថាដែលបានគេប្តឹងហើយនឹងពីបញ្ជាក់ព័ត៌មានមួយសំខាន់មួយចំនួនទៀតតកតងនឹងគុណភាពរបស់អ្នកទទួលពាក្យបណ្ដឹងគឺឈ្មោះនិងឋានៈរបស់មន្ត្រីនគរបាលយុត្តិធម៌នៅក្នុងការទទួលពាក្យបណ្ដឹងបើសិនជាអ្នកដែលប្តឹងមកនឹងគឺគាត់មិនចេះភាសាគឺមិនចេះភាសាខ្មែរមន្ត្រីនគរបាលយុត្តិធម៌អាចហៅរកអ្នកបកប្រែហើយទោះក្នុងករណីណាក៏ដោយគឺច្បាប់ហាមឃាត់មិនអោយថាមន្ត្រីនគរបាលយុត្តិធម៌ហ្នឹងយកគ្នាឯងតែចេះភាសាបរទេសឬក៏កងរាជវុធឬមន្ត្រីដទៃទៀតដែលចូលរួមក្នុងប្រតិបត្តិការដើម្បីធ្វើការកត់ត្រាការទទួលពាក្យបណ្ដឹងហ្នឹងដើម្បីបកប្រែទេគឺបកប្រែអ្នកបកប្រែត្រូវតែមានលក្ខណៈគេថាឯករាជ្យយកពីអ្នកក្រៅដូច្នេះការដែលយកអ្នកបកប្រែក្នុងចំណោមគ្នាឯងហ្នឹងគឺនាំឲ្យមានមុខភាពនៃគេហៅថាកំណត់ហេតុហើយនៅក្នុងក្របខ័ណ្ឌនេះដែរដើម្បីគេហៅថាធានានៅតែប្រសិទ្ធភាពដើម្បីឲ្យខាងអាជ្ញាធរតុលាការជាពិសេសគឺព្រះរាជអាជ្ញាដែលមានតួនាទីសំខាន់ជាដឹកនាំការងារបាទសម្របសម្រួលនិងដឹកនាំការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ហ្នឹងគ្រប់អង្គភាពរបស់នគរបាលយុត្តិធម៌ត្រូវតែមានបញ្ជីទទួលពាក្យបណ្ដឹងបញ្ជីទទួលពាក្យបណ្ដឹងនេះគឺត្រូវតែមានគេហៅថាចុះនីតិសំខាន់មួយចំនួនដូចតទៅគឺអត្តសញ្ញាណរបស់អ្នកប្តឹងកាលបរិច្ឆេទនៃការដាក់ពាក្យប្តឹងឈ្មោះនិងឋានៈរបស់មន្ត្រីនគរបាលយុត្តិធម៌ដែលទទួលពាក្យប្តឹងប្រភេទនៃអំពើល្មើសហើយចំណាត់ការលើពាក្យបណ្ដឹងវិធីថានៅពេលបានទទួលពាក្យបណ្ដឹងហើយតើមន្ត្រីនគរបាលយុត្តិធម៌ហ្នឹងបញ្ជូនពាក្យបណ្ដឹងហ្នឹងទៅព្រះរាជអាជ្ញាឬក៏គាត់ធ្វើការស៊ើបអង្កេតបាទបឋមសិនហើយខ្ញុំឆ្លៀតពេលនេះចង់បានលើកបង្ហាញដែរខាងក្រសួងយុត្តិធម៌សហការជាមួយនឹងក្រសួងមហាផ្ទៃបានរៀបចំជារូបមន្តនៃគេហៅថាកំណត់ហេតុទទួលពាក្យប្តឹងក៏ដូចជាបញ្ជីនៃពាក្យប្តឹងដែរដែលខ្ញុំបានខាងក្រសួងមហាផ្ទៃខាងអគ្គនាយកស្នងការនគរបាលក៏បានគឺហៅថាក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌ហើយនេះយើងកាន់តែបង្ហាញទស្សនិកជនថាយើងបានព្រៀងហើយគឺបញ្ជីនៃពាក្យប្តឹងដែលថាតែមាននៅចុះនីតិដូចខ្ញុំបានលើកឡើងហើយដោយបានកំណត់នៅក្នុងមាត្រា73នៃក្រមនីតិវិធីព្រហ្មទណ្ឌយើងបន្ទាប់មកគឺតាក់ទងនឹងកាតព្វកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌នៅពេលដែលគាត់បានទទួលពាក្យបណ្ដឹងគឺបានន័យថាគាត់ត្រូវតែចាត់ការបណ្ដឹងនោះភ្លាមគឺធ្វើការស៊ើបអង្កេតឬក៏បញ្ជូនពាក្យបណ្ដឹងនេះទៅព្រះអាជ្ញាពីព្រោះថាមានព្រះអាជ្ញាទេដែលជាម្ចាស់នៅក្នុងបណ្ដឹងណាហើយជាអ្នកដឹកនាំសម្របសម្រួលសកម្មភាពរបស់នគរបាលយុត្តិធម៌ហើយមានក្នុងករណីមួយចំនួនថា
នគរបាលយុត្តិធម៌មានសិទ្ធិអាចធ្វើការស៊ើបអង្កេតនៅបានទទួលពាក្យបណ្ដឹងដោយឯងឬក៏សុំការណែនាំរបស់ព្រះញ្ញាប៉ុន្តែមានករណីខ្លះគឺច្បាប់បានកំណត់ថាក្នុងករណីបទឧក្រិដ្ឋគឺការសុំការណែនាំចាំបាច់របស់ព្រះញ្ញាគឺជាការចាំបាច់ហើយនៅក្នុងច្បាប់យើងគឺមាត្រា74បានកំណត់ថាបើកាលណាបានទទួលពាក្យបណ្ដឹងបរិហាគឺមានគេថាដែលមានមូលហេតុកំណត់ថាអាចសមរម្យថាមានបទល្មើសនគរបាលយុត្តិធម៌នឹងត្រូវតែជូនដំណឹងទៅព្រះញ្ញានិងសុំការណែនាំដូច្នេះបើសិននៅក្នុងការទទួលបណ្ដឹងទាមទារដែលអាដាមបានបញ្យល់ហើយតើបណ្ដឹងទាមទារនឹងគឺមានន័យដូចនេះគឺនគរបាលយុត្តិធម៌អាចនឹងចាត់ការធ្វើការស៊ើបអង្កេតបឋមដោយឯងប៉ុន្តែបើសិនទទួលបណ្ដឹងបរិហាត្រូវតែសុំជូនព័ត៌មានរាយការណ៍ជូនទៅព្រះរាជអាជ្ញានិងសុំការណែនាំរបស់ព្រះអាជ្ញាហើយតកតងនឹងចំណាត់ការចុងក្រោយគឺថាច្បាប់បានកំណត់ទោះក្នុងករណីណាក៏ដោយមន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់ពាក្យបណ្ដឹងនឹងទុកអត់ចាត់ការឬក៏លាក់កំណត់ហេតុមិនបញ្ជូនទៅតុលាការឬក៏លាក់បំបាំងគេហៅថាភ័ស្តុតាងដោយចេតនាទោះបីថាមានការគេថាស្រុកស្រួលគ្នារវាងជនល្មើសនិងជនរងគ្រោះក៏ដោយឬក៏មានការដកពាក្យបណ្ដឹងរបស់ជនរងគ្រោះក៏ដោយពីព្រោះថាគឺក្នុងជាគោលការណ៍បណ្ដឹងអាជ្ញាមិនអាចធ្វើការដោះស្រាយដោយសារការសម្របសម្រួលទេនេះជាគោលការណ៍ដែលបានកំណត់នៅក្នុងមាត្រា25នៃក្រមនីតិវិធីព្រហ្មទណ្ឌយើងគឺថាជនរងគ្រោះអាចលះបង់មិនធ្វើបណ្ដឹងទាមទារសំណងជំនុំចិត្តអាចដកពាក្យបណ្ដឹងប៉ុន្តែការលះបង់ពាក្យបណ្ដឹងនិងការដកពាក្យមិនសុំទាមទារនឹងមិនអាចរលត់បណ្ដឹងអាជ្ញាលើកលែងតែករណីមួយចំនួនដែលបណ្ដឹងអាជ្ញាអាចរលត់វិញដោយសារការដកពាក្យបណ្ដឹងរបស់ជនរងគ្រោះហើយចុះករណីដែលនគរបាលយុត្តិធម៌បំពេញនឹងវិធាននេះគឺត្រូវបានផ្ដន្ទាទោសគេហៅថាចាត់ទុកជាសកម្មភាពមួយល្មើសបំពេញនឹងសកម្មភាពរបស់តុលាការបំពេញលើអាជ្ញាធរតុលាការដែលត្រូវផ្ដន្ទាទោសព្រហ្មទណ្ឌតាមក្រមព្រហ្មទណ្ឌតកតងនឹងវិធានការនៃការស្រាវជ្រាវរកភស្តុតាងហើយខ្ញុំបាទសូមលើកដែរក្រមព្រហ្មទណ្ឌយើងសេចក្តីព្រៀងបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីហើយគឺទោសដែលតកតងនឹងការលុបបំបាត់ភស្តុតាងគឺមានពី1ឆ្នាំទៅ3ឆ្នាំនិងពីនៃពី2លានរៀល2លានទៅ6លានរៀលបាទសូមអាដាមខ្ញុំធ្លាប់ឮពាក្យចចាមអារាមថាចំពោះពាក្យបណ្ដឹងកាលណាលើសពី24ម៉ោងអស់ប្រសិទ្ធភាពតែជាការពិតទេក្របខ័ណ្ឌនៃទទួលពាក្យបណ្ដឹងដែលយើងដាក់មកនគរបាលយុត្តិធម៌គឺយើងអត់បានកំណត់ថាលើសពី24ម៉ោងទទួលអីទេពីព្រោះថាយើងបានដាក់កាតព្វកិច្ចគឺពេលដែលបានទទួលពាក្យបណ្ដឹងបាទមន្ត្រីនគរបាលយុត្តិធម៌ត្រូវតែចាត់ការភ្លាមបញ្ជូនរឿងទៅព្រះអាជ្ញាឬក៏ធ្វើការស៊ើបអង្កេតហើយនៅពេលដែលករណីដែលបញ្ជូនរឿងទៅព្រះអាជ្ញាហ្នឹងគឺគេបានកំណត់ច្បាប់របស់យើងគឺរយៈពេល2ខែគិតពីថ្ងៃបានទទួលពាក្យបណ្ដឹងបាទនេះថានៅពេលដែលបណ្ដឹងរបស់ខ្លួនបានទៅដល់ព្រះអាជ្ញាបាទហើយក្នុងរយៈពេល2ខែហ្នឹងអ្នកពាក្យមកជនរងគ្រោះអត់បានទទួលចម្លើយឬក៏ស្ងាត់ស្ងៀមពីព្រះអាជ្ញាគឺជនរងគ្រោះអាចដាក់ពាក្យបណ្ដឹងទៅអគ្គព្រះរាជអាជ្ញាអមសាលាតដើម្បីបាទពិនិត្យពីបាទថាចំណាត់ការទៅលើពាក្យបណ្ដឹងរបស់ព្រះអាជ្ញានោះដូច្នេះយើងបានចាត់ការនូវនីតិវិធីដើម្បីជៀសវាងនូវភាពអសកម្មរបស់អាជ្ញាធរសមត្ថកិច្ចដែលចូលរួមក្នុងការស៊ើបអង្កេតចា៎យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌរបស់យើងនេះរាល់បណ្ដឹងទាំងអស់ត្រូវទទួលបាននៅចំណាត់ការដោយអាដាមភៅសុភីបានបញ្ជាក់ជូនមិញគឺមានន័យថាម៉េចនៅពេលដែលមន្ត្រីនគរបាលយុត្តិធម៌ឬនគរបាលយុត្តិធម៌ក្នុងនេះជាអង្គភាពទទួលបាននៅបណ្ដឹងគាត់ត្រូវចាត់ការលើបណ្ដឹងនោះហើយនៅទីបំផុតគាត់ត្រូវបញ្ជូនបណ្ដឹងនោះមកឲ្យព្រះរាជអាជ្ញាដាច់ខាតក្នុងនាមព្រះរាជអាជ្ញាគឺជាម្ចាស់នៃបណ្ដឹងអាជ្ញាចា៎នៅក្នុងន័យនេះដែរគឺក្រមនីតិវិធីព្រហ្មទណ្ឌយើងបានចែងដើម្បីការពារលើស្ថានភាពនេះសូម្បីតែក្នុងករណីដែលមន្ត្រីនគរបាលយល់ឃើញថារឿងនោះមិនគួរបញ្ជូនគាត់ត្រូវតែបញ្ជូនគ្មានពាក្យបណ្ដឹងណាមួយដែលគាត់អាចរក្សាទុកនៅកន្លែងគាត់ដោយតម្កល់ទុកអធិការបានឡើយចា៎ដោយអាដាមភៅសុភីបានបញ្ជាក់ជូនអញ្ចឹងគឺមាត្រា75នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងច្បាស់ណាស់កន្លែងនេះគាត់មិនអាចតម្កល់រឿងទុកអធិការទេបើគាត់តម្កល់រឿងទុកអធិការបានន័យតម្កល់ពាក្យបណ្ដឹងរបស់ជនណាម្នាក់ទុកអធិការគឺគាត់អាចទទួលទោសព្រហ្មទណ្ឌតាមក្រមព្រហ្មទណ្ឌចា៎ម្យ៉ាងទៀតបើយើងពិនិត្យក្នុងស្ថានភាពនៃក្រមនីតិវិធីព្រហ្មទណ្ឌនេះគឺបានដាក់ជាកាតព្វកិច្ចគឺមន្ត្រីនគរបាលគាត់ត្រូវបញ្ជូនពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនេះទៅឲ្យស្ថាប័នអัยការដែលជាអង្គការជាម្ចាស់នៃបណ្ដឹងអាជ្ញានៅក្នុងន័យនេះមានតែអัยការមួយគត់ដែលគាត់អាចផ្ដល់ជាដំណោះស្រាយទៅដល់បណ្ដឹងនោះគឺមានន័យថាគាត់អាចសម្រេចតម្កល់រឿងនោះទុកអធិការមានតែគាត់ម្នាក់គត់តែមានសិទ្ធិដើម្បីសម្រេចលើករណីនេះម្យ៉ាងទៀតក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដូចឯកឧត្តមភៅសុភីបានបញ្ជាក់ជូនមិញគឺបានសរសេរច្បាស់នៅក្នុងមាត្រា6បានចែងមាត្រា6នៃកថាខណ្ឌទី2នៃក្រមនីតិវិធីព្រហ្មទណ្ឌនេះបានចែងច្បាស់ណា
ចែងថានៅក្នុងករណីដែលពាក្យប្តឹងសិទ្ធនៅដោយគ្មានចម្លើយឬត្រូវបានតម្កល់ទុកឥតចាត់ការដោយព្រះរាជអាជ្ញាជនរងគ្រោះអាចប្តឹងទៅអគ្គបរិញ្ញាអមសាឡាតូទៅតាមរបៀបដូចមានចែងនៅក្នុងមាត្រា41នៃក្រមនេះអញ្ចឹងបើសិនជាគាត់ដាក់ពាក្យបណ្ដឹងរបស់គាត់ដែលយើងថា24ម៉ោងលែងមានអនុភាពគឺកន្លែងនេះគឺវាផ្ទុយជាមួយនឹងក្រមនីតិវិធីព្រំដែននេះហើយអញ្ចឹងពាក្យនេះគឺជាពាក្យចចាមរាមដែលគ្មានមូលដ្ឋានបាទអញ្ចឹងតាមក្រមនេះរាល់បណ្ដឹងទាំងអស់ត្រូវទទួលបាននៅចំណាត់ការសមស្របនៅពេលដែលគ្មានចំណាត់ការលើពាក្យបណ្ដឹងនៅក្នុងករណីនេះគឺជនរងគ្រោះមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីធ្វើការបណ្ដឹងតវ៉ាបាទតាមពិតតកតងទៅនឹងបញ្ហាសុពលភាពពាក្យបណ្ដឹងនេះកុំឲ្យច្រឡំព្រោះថាបើពាក្យដែលនិយាយមិញដោយឯកឧត្តមកើតរិទ្ធបានមានប្រសាសន៍ចឹងគឺថាបណ្ដឹងទៅមិនមែនហួស24ម៉ោងអស់សុពលទេពាក្យបណ្ដឹងវាមានសុពលរហូតប៉ុន្តែចំណាត់ការទៅលើស្ថាប័នដែលមានសមត្ថកិច្ចឧមាថាបណ្ដឹងទៅខាងមន្ត្រីនគរបាលយុទ្ធធគឺថាមន្ត្រីនគរបាលយុទ្ធធត្រូវចាត់ការលើពាក្យបណ្ដឹងហ្នឹងបាទហើយគាត់ដោយឯកឧត្តមភៅសម្ភារលើកចឹងថាគាត់គ្មានសិទ្ធិនៃណាសម្របសម្រួលដំកល់រឿងទុកអត់ចាត់ការទេបើសិនគាត់ធ្វើអញ្ចឹងគឺថានៅក្នុងមាត្រា75គេហាមឃាត់ហើយគេថាបើធ្វើអញ្ចឹងគឺថាខុសនីតិវិធីហើយគាត់នឹងប្រឈមមុខនឹងទណ្ឌកម្មទៀតចាសូមអរគុណចាខ្ញុំបកមកប្រសាសន៍ឯកឧត្តមពីខាងដើមវិញម្ដងឯកឧត្តមមានប្រសាសន៍អំពីបេសកកម្មរបស់នគរបាលយុត្តិធម៌គឺមានធំពីរសំខាន់ហើយទី1ឯកឧត្តមភៅសម្ភារបានបកស្រាយហើយនឹងខ្ញុំសូមជំរាបសួរទៅឯកឧត្តមកើតរិទ្ធចាតកតងទៅនឹងការស៊ើបអង្កេតឯកឧត្តមបុនហុនមានប្រសាសន៍ថាការស៊ើបអង្កេតមានធំពីរគឺស៊ើបអង្កេតជាក់ស្ដែងហើយនឹងមិនជាក់ស្ដែងគឺយើងហៅថាស៊ើបអង្កេតបឋមហើយខុសគ្នាទៀតការស៊ើបអង្កេតទាំងពីរនេះសូមឯកឧត្តមជ័យបកស្រាយពីភាពខុសគ្នានេះបាទសូមអរគុណចំពោះសំណួរនេះនៅក្នុងការស៊ើបអង្កេតរបស់នគរបាលយុត្តិធម៌ដោយឯកឧត្តមបុនហ៊ុនបានបញ្ជាក់ជូនអញ្ចឹងគឺមានចែកចេញជាពីរចា៎ទី1គឺការស៊ើបអង្កេតករណីជាក់ស្ដែងចា៎ទី2គឺការស៊ើបអង្កេតបឋមចា៎និយាយមួយយ៉ាងទៀតជាសាមញ្ញការស៊ើបអង្កេតករណីជាក់ស្ដែងគឺសំដៅដល់ការស៊ើបអង្កេតក្នុងករណីដែលមានបទល្មើសជាក់ស្ដែងចា៎ការស៊ើបអង្កេតបឋមដោយឯកឧត្តមមុនហ៊ុនបញ្ជាក់ជូនគឺការស៊ើបអង្កេតចំពោះបទល្មើសមិនជាក់ស្ដែងអញ្ចឹងមាត្រា84បានចែងច្បាស់ថាអំណាចទាំងឡាយដែលផ្ដល់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ខុសគ្នាទៅតាមពេលដែលមន្ត្រីនោះបម្រើការនៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតករណីជាក់ស្ដែងឬនៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតបឋមតាមរយៈមាត្រានេះយើងអាចទាញបានថាការស៊ើបអង្កេតទាំងពីរនេះគឺអត់ដូចគ្នាទេចា៎ទាំងលក្ខខណ្ឌនៃការបើកការស៊ើបអង្កេតក៏មិនដូចគ្នាទាំងអំណាចដែលប្រើប្រាស់ដោយនគរបាលធម៌ក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតនេះក៏ខុសគ្នាដែរចា៎អញ្ចឹងយើងតោងពិនិត្យថាតើក្នុងលក្ខខណ្ឌណាខ្លះស្ថានភាពដូចម្ដេចដែលនគរបាលធម៌អាចបើកការស៊ើបអង្កេតករណីជាក់ស្ដែងចា៎ពេលណាខ្លះដែលគាត់អាចបើកការស៊ើបអង្កេតបឋមបានអញ្ចឹងមានន័យថាពេលណាខ្លះដែលគាត់អាចកំណត់ថាបទល្មើសមួយគឺជាបទល្មើសជាក់ស្ដែងក្រមនីតិវិធីព្រំដែនបានផ្ដល់មូលដ្ឋាន2សម្រាប់ធ្វើការពិនិត្យនិងកំណត់ស្ថានភាពដែលក្នុងនោះនគរបាលធម៌អាចប្រើប្រាស់នៅក្នុងស្ថានភាពនៃការស៊ើបអង្កេតជាក់ស្ដែងទី1នៅក្នុងមាត្រា86មាត្រា86បានផ្ដល់ជានិយមន័យបទឧក្រិដ្ឋនិងបទបញ្ឆិមជាក់ស្ដែងមាត្រានេះបានចែងខ្ញុំសូមអនុញ្ញាតអានដើម្បីមានភាពច្បាស់លាស់មាត្រានេះបានចែងថាបទឧក្រិដ្ឋឬបទបញ្ឆិមជាក់ស្ដែងគឺទី1បទល្មើសដែលកំពុងប្រព្រឹត្តទី2បទល្មើសដែលទើបប្រព្រឹត្តរួចភ្លាមហើយបានបញ្ជាក់បន្ថែមនៅក្នុងកថាខណ្ឌបន្ទាប់ថាត្រូវចាត់ទុកថាជាបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងដែរកាលណានៅក្រៅពេលមានបទល្មើសរួចបន្តិចមកជនដែលគេសង្ស័យត្រូវបានសាធារណជនស្រែកដេញប្រផាប់ចាប់ប្រភីចា៎បុគ្គលដែលត្រូវគេរកឃើញមានវត្ថុឬមានស្លាកស្នាមឬតម្រុយច្បាស់លាស់ហើយស៊ីសង្វាក់ផ្សេងទៀតដែលនាំឲ្យគេសន្និដ្ឋានបានថាបុគ្គលនោះបានប្រព្រឹត្តឬបានចូលរួមប្រព្រឹត្តបទល្មើសអញ្ចឹងស្ថានភាពនៅក្នុងមាត្រា86នេះគឺជាស្ថានភាពនៃករណីបទល្មើសជាក់ស្ដែងនៅក្នុងករណីដែលបទល្មើសមួយប្រព្រឹត្តនៅក្នុងស្ថានភាពណាមួយនៃស្ថានភាពដែលបានចែងនៅក្នុងមាត្រា86នេះគឺក្នុងករណីនោះយើងចាត់ទុកថាគឺជាប្រភេទបទល្មើសជាក់ស្ដែងហើយមន្ត្រីនគរបាលធម៌គាត់អាចបើកការស៊ើបអង្កេតជាក់ស្ដែងបានចា៎បាទទី2ទៀតក៏ជាលក្ខខណ្ឌនៃការស៊ើបអង្កេតជាក់ស្ដែងដែរគឺមានចែងក្នុងមាត្រា88ក្នុងមាត្រា88បានចែងបញ្ជាក់ជូនថាត្រូវចាត់ទុកដូចជាបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងផងដែរបើទោះបីជាស្ថិតនៅក្រៅពីករណីដែលមានចែងក្នុងមាត្រា86ខាងលើនេះក៏ដោយគ្រប់បទឧក្រិដ្ឋឬបទមជ្ឈិមទាំងឡាយណាដែលត្រូវបានប្រព្រឹត្តនៅក្នុងទីកន្លែងដែលអ្នកកាន់កាប់ទីកន្លែងនោះសូមឲ្យព្រះរាជអាជ្ញាឬមន្ត្រីនគរបាលធម៌ចូលមកពិនិត្យឬភ្នាក់ងារនគរបាលធម៌ក្នុងករណីដែលគ្មាននគរបាលយុត្តិធម៌នៅនឹងទីកន្លែងអញ្ចឹង
នៅក្នុងនេះយើងអាចទាញបានថាលក្ខខណ្ឌនៃការបើកការស៊ើបអង្កេតជាក់ស្ដែងមាន2ទី1គឺបទល្មើសជាក់ស្ដែងដែលមានចែងក្នុងមាត្រា86ទី2គឺការចាត់ទុកជាបទល្មើសជាក់ស្ដែងដែលមានចែងក្នុងមាត្រា88អញ្ចឹងបើសិនជាមិនចូលក្នុងលក្ខខណ្ឌឬស្ថានភាពដែលមានចែងក្នុងមាត្រា86ឬស្ថានភាពដែលមានចែងក្នុងមាត្រា88ការដែលនគរបាលយុត្តិធម៌គាត់ចាប់ផ្ដើមធ្វើការស៊ើបអង្កេតជាករណីជាក់ស្ដែងអញ្ចឹងធ្វើឲ្យមានបញ្ហាទៅដល់កិច្ចនីតិវិធីនៃការស៊ើបអង្កេតរបស់គាត់មានន័យថាម៉េចបើគាត់ស៊ើបអង្កេតករណីនោះមិនមែនជាករណីជាក់ស្ដែងប៉ុន្តែគាត់យកវិធាននៃករណីជាក់ស្ដែងមកអនុវត្តគឺក្នុងករណីនេះធ្វើឲ្យកិច្ចស៊ើបអង្កេតរបស់គាត់អាចទទួលមុខភាពពីតុលាការបានន័យថាមិនយកធ្វើជាមូលដ្ឋានសម្រាប់ធ្វើការចោទប្រកាន់បានអញ្ចឹងក្នុងករណីនេះគឺតោងយល់ឲ្យបានច្បាស់នៅក្នុងស្ថានភាពនៃមាត្រា86និងមាត្រា88បើយើងពិនិត្យក្នុងស្ថានភាពដែលមានចែងក្នុងមាត្រា86យើងឃើញថាមាន4សមត្ថកម្មទៅលើស្ថានភាពនៃបទល្មើសជាក់ស្ដែងទី1គឺបទល្មើសដែលកំពុងប្រព្រឹត្តនៅក្នុងស្ថានភាពនេះគឺក្នុងអត្ថន័យគឺអាចយល់បានគឺសំដៅស្ថានភាពមួយឧទាហរណ៍ដូចជាជនម្នាក់គាត់កំពុងតែវាយតប់គ្នាស្ថានភាពដែលយើងឃើញហ្នឹងគឺចាត់ទុកថាជាស្ថានភាពនៃការដែលកំពុងតែប្រព្រឹត្តបទល្មើសហើយទី2ស្ថានភាពដែលទើបប្រព្រឹត្តរួចភ្លាមហ្នឹងគឺអាចយល់ហើយបានន័យថាក្រោយពេលដែលប្រព្រឹត្តហើយគឺភ្លាមតែម្ដងឧទាហរណ៍គាត់បាញ់គេស្លាប់នៅនឹងកន្លែងហ្នឹងតែម្ដងអញ្ចឹងពេលដែលបាញ់ហើយគឺបទល្មើសមានទេចាគាត់នៅនឹងបាទនៅកន្លែងកើតហើយយើងឃើញតែម្ដងបាទទី3នៅពេលដែលយើងប្រើពាក្យថាត្រូវចាត់ទុកថាជាបទឧក្រិដ្ឋឬបទបញ្ឈឹមជាក់ស្ដែងដែរកាលណានៅក្រោយពេលមានបទល្មើសរួចបន្តិចមកកន្លែងនេះមានសំណួរសួរច្រើនពេលខ្លះគេសួរថាតើប្រព្រឹត្តរួចភ្លាមហើយនឹងបទល្មើសរួចបន្តិចមកខុសគ្នាឬមិនដេចតាមពិតបើយើងពិនិត្យក្នុងស្ថានភាពនៃកថាខណ្ឌមួយនេះគឺយើងត្រូវពិនិត្យអំពីស្ថានភាពនៃច្បាប់ពីមុនគឺសំដៅជាពិសេសដល់ច្បាប់ព្រហ្មទណ្ឌនកាលយើងហៅទូទៅថាជាច្បាប់អ៊ុនតាក់ច្បាប់នោះគឺមានចែងនៅក្នុងមាត្រា18ដែលកំណត់អំពីយមន័យនៃបទល្មើសជាក់ស្ដែងដូចគ្នាហើយក្រមយើងនេះគឺបានចែងនៅកន្លែងនេះថាកាលណាក្រោយពេលដែលមានបទល្មើសរួចបន្តិចមកគឺសំដៅទៅដល់ស្ថានភាពទី2និងស្ថានភាពទី3នៃមាត្រា18នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនដែរផងដែរថាមាត្រា18ចំណុចទី2និងទី3នេះគឺចែងយ៉ាងដូចនេះចែងថាបើជនសង្ស័យត្រូវបានសាក្សីឬអ្នករងគ្រោះចង្អុលបង្ហាញនៅនឹងកន្លែងដែលប្រព្រឹត្តឧក្រិដ្ឋកម្មឬបទល្មើសថាជាបរិយាជនមានន័យថាជនហ្នឹងក្រោយពេលប្រព្រឹត្តបទល្មើសរួចបន្តិចមកគាត់នៅហ្នឹងក្នុងវងមហាជនអីចឹងទៅដែលកំពុងចោមរោមអញ្ចឹងហើយជនរងគ្រោះឬសាក្សីដែលបានឃើញគាត់ឆ្អល់ថាលោកនោះគឺជាអ្នកប្រព្រឹត្តបទល្មើសអញ្ចឹងស្ថានភាពហ្នឹងគឺគេចាត់ទុកថាជាប្រភេទបទល្មើសឧក្រិដ្ឋឬបទបញ្ឈឹមជាក់ស្ដែងស្ថានភាពមួយទៀតដែលមាត្រា18បានបញ្ជាក់ជូនគឺបានបញ្ជាក់ថាបើជនសង្ស័យកំពុងរកវិធីរត់គេចចេញពីកន្លែងដែលប្រព្រឹត្តបទឧក្រិដ្ឋឬបទល្មើសអញ្ចឹងក្រោយពេលប្រព្រឹត្តរួចបន្តិចមកគឺគាត់រកវិធីរត់គេចខ្លួនណានៅពេលដែលគាត់កំពុងរកវិធីរត់គេចខ្លួនហ្នឹងស្ថានភាពហ្នឹងគឺច្បាប់យើងបានចាត់បដូរថាជាប្រភេទនៃស្ថានភាពស្ថិតនៅក្នុងមាត្រា86ជាបទល្មើសជាក់ស្ដែងក្រៅពីនេះគឺមាត្រា86ក៏បានបញ្ជាក់ផងដែរថាចាត់ទុកជាបទល្មើសជាក់ស្ដែងផងដែរគឺនៅពេលដែលជនដែលគេសង្ស័យត្រូវបានសាធារណជនស្រែកដេញប្រផាប់ចាប់ប្រភេញហើយในនេះក្នុងវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួនណាគឺបានបញ្ជាក់ច្បាស់ណាស់ថាពាក្យដេញប្រផាប់ចាប់ប្រភេញគឺមានន័យល្អណាស់គឺសំដៅទៅដល់ការដេញយ៉ាងប្រកិតហើយចាប់ជនបានចា៎អញ្ចឹងស្ថានភាពនេះគឺវាស្ដែងណាស់ដែលបញ្ជាក់ថាក្នុងករណីនេះគឺមិនអាចក្នុងស្ថានភាពដែលគាត់រត់ឆ្ងាយទៅឲ្យបាំងខ្លួនអីអត់ទេគឺដេញប្រកិតតែម្ដងប្រកិតជនហ្នឹងហើយចាប់ខ្លួនជនហ្នឹងបានអញ្ចឹងស្ថានភាពហ្នឹងក៏គេចាត់ទុកថាជាប្រភេទបទល្មើសជាក់ស្ដែងផងដែរមួយទៀតគឺបុគ្គលដែលត្រូវបានគេរកឃើញថាមានវត្ថុឬមានស្លាកស្នាមឬតម្រុយច្បាស់លាស់ហើយស៊ីសង្វាក់ផ្សេងទៀតដែលនាំឲ្យគេសន្និដ្ឋានបានថាបុគ្គលនោះបានប្រព្រឹត្តឬបានចូលរួមប្រព្រឹត្តបទល្មើសឧទាហរណ៍ថាក្រោយពេលប្រព្រឹត្តបទល្មើសរួចបន្តិចមកបានដឹងថាអំពីករណីអំពើឃាតកម្មមួយដែលកើតមាននៅទីនេះនៅក្នុងនោះគេឃើញថាជនរងគ្រោះត្រូវបានជនល្មើសសម្លាប់ដោយប្រើដូចជាកំបិតឬមួយគូបថៅចុះបាទកាប់ជនហ្នឹងបណ្ដាលស្លាប់ក្រោយពេលបណ្ឌិតហើយនគរបាលយុត្តិធម៌ចាប់ដើមបន្តការស៊ើបអង្កេតបន្តិចស្រាប់តែនៅតាមផ្លូវហ្នឹងគឺឃើញជនម្នាក់ដែលក្នុងសភាពមួយដែលគាត់មានកាន់កំបិតជាប់នៅខ្លួនកំបិតហ្នឹងគឺមានប្រឡាក់ឈាមអាវរបស់គាត់ក៏មានឈាមនៅទីនេះដែរអញ្ចឹងស្ថានភាពដែលគាត់នៅក្បែរហ្នឹងផងហើយឃើញស្ថានភាពអញ្ចឹងគឺគេអាចសន្និដ្ឋានជាដំបូងថាគាត់បានប្រព្រឹត្តបទល្មើសក្នុងប្រភេទជាស្ថានភាពនៃបទល្មើសជាក់ស្ដែងអញ្ចឹងស្ថានភាពទាំងអស់នេះគឺអាចអនុញ្ញាតឲ្យនគរបាលយុត្តិធម៌គាត់បើកការស៊ើបអង្កេតជាក់ស្ដែងហើយការបើកការស៊ើបអង្កេតជាក់ស្ដែងនេះគឺអនុញ្ញាតឲ្យគាត់ប្រើប្រាស់នៅអំណាចធំធេងមួយចំនួនការស៊ើបអង្កេតក្នុងបទល្មើសជាក់ស្ដែងក្រមនីតិវិធីព្រហ្មទណ្ឌយើងបានបញ្ជាក់ជូនក្នុងមាត្រា106ថារយៈពេលវាមានដល់ទៅ7ថ្ងៃនោះ
គឺនៅពេលដែលសកម្មភាពនៃការតាមស៊ើបអង្កេតហ្នឹងគឺជាប់គ្នាឥតដាច់សកម្មភាពអាចធ្វើរហូតទៅដល់7ថ្ងៃម្យ៉ាងទៀតនៅក្នុងបទល្មើសជាក់ស្ដែងនេះក្រមនេះបញ្ជាក់ច្បាស់ណាស់ហើយដែលច្បាប់ពីមុនមិនបានបញ្ជាក់ច្បាស់ដូចនេះទេប៉ុន្តែក្រមនេះបញ្ជាក់ច្បាស់ណាស់គឺនៅក្នុងប្រភេទនៃបទល្មើសជាក់ស្ដែងឲ្យតែស្ថានភាពដូចបានបញ្ជាក់ជូនក្នុងមាត្រា86នេះគឺគ្រប់ជនទាំងអស់ដែលបានឃើញជនល្មើសគឺមានសិទ្ធិចាប់ខ្លួនការចាប់ខ្លួននោះមិនអាចចាត់ទុកថាជាការរំលោភលើសិទ្ធិបុគ្គលបានទេបាទប៉ុន្តែផ្ទុយទៅវិញបើសិនជាជននោះមិនបានប្រព្រឹត្តបទល្មើសជាក់ស្ដែងហើយយើងបានចាប់ខ្លួនជននោះអាហ្នឹងគឺយើងអាចប្រឈមក្នុងនាមជាបុគ្គលឬមួយក៏មន្ត្រីក៏អាចប្រឈមជាមួយនឹងការផ្ដន់ទាទោសប្រឈមជាមួយការចាប់ប្រកាន់ពីករណីតាក់ទងការរំលោភលើសិទ្ធិបុគ្គលហើយកន្លែងនេះហើយដែលយើងបែងចែកពីការស៊ើបអង្កេតបឋមចុះការស៊ើបអង្កេតបឋមតើលក្ខខណ្ឌណាខ្លះដែលគេបើកការស៊ើបអង្កេតបឋមនៅទីនេះគឺក្រមនីតិវិធីព្រហ្មទណ្ឌបានបញ្ជាក់ជូននៅក្នុងមាត្រា101បាទសំទោស111ដែលមាត្រា111នេះគឺបានបញ្ជាក់ថាការណាបានដឹងពីអំពើដែលអាចជាបទឧក្រិដ្ឋឬបទបញ្ឈឹមឬបទលហុមន្ត្រីនគរបាលយុតិធធអាចធ្វើការស៊ើបអង្កេតបឋមដោយឯកឯងឬតាមការសុំរបស់ព្រះរាជអាជ្ញាអញ្ចឹងការបើកការស៊ើបអង្កេតបឋមនេះនគរបាលយុតិធធគាត់អាចបើកដោយខ្លួនឯងនៅពេលគាត់ដឹងដោយអាដាមប៊ុនហ៊ុនបានបញ្ជាក់ជូនថាពេលខ្លះគាត់ស្វែងរកបទល្មើសដោយខ្លួនឯងឧទាហរណ៍គាត់បានដឹងតាមរយៈសារព័ត៌មានថាមានករណីឧក្រិដ្ឋកម្មមួយកើតឡើងអំពើមនុស្សឃាតអញ្ចឹងគាត់អាចបើកការស៊ើបអង្កេតបឋមលើករណីនោះបានដោយសារមិនមែនជាបទល្មើសជាក់ស្ដែងអញ្ចឹងគាត់អាចផ្ដើមដោយឯកឯងក៏បានឬមួយក៏ការសុំរបស់ព្រះញ្ញាគាត់បើកការស៊ើបអង្កេតបឋមអញ្ចឹងលក្ខខណ្ឌនៃការបើកចំពោះការបើកការស៊ើបអង្កេតបឋមនេះគឺมันមានលក្ខខណ្ឌតឹងតែងទេគាត់បើកនៅពេលណាក៏បានក្នុងស្ថានភាពដែលគាត់បានដឹងអំពីបទល្មើសមួយហើយជួនកាលព្រះញ្ញាគាត់អាចស្នើសុំឲ្យគាត់បើកការស៊ើបអង្កេតបឋមនេះផងដែរមូលហេតុនេះបានលក្ខខណ្ឌមិនតឹងតែងឬហេតុថាអំណាចរបស់នគរបាលធម៌ក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតបឋមនេះมันមានអំណាចបង្ខិតបង្ខំធំធេងដោយក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតករណីជាក់ស្ដែងទេករណីជាក់ស្ដែងមូលហេតុបានបកគលនៅអំណាចធំធេងទៅឲ្យនគរបាលយុតិធធដើម្បីធ្វើការងារនោះតែហេតុថានៅពេលបទល្មើសទើបតែប្រព្រឹត្តរួចភ្លាមស្ថានភាពបទល្មើសភ្លាមផុសតាំងនៅមានទាំងអស់ដូច្នេះគេបកគលអំណាចនេះទៅឲ្យនគរបាលធម៌ដើម្បីចាត់ចែងរក្សានៅផុសតាំងទាំងនោះអញ្ចឹងត្រូវប្រើប្រាស់នៅអំណាចធំចា៎ពេលខ្លះគឺមានរហូតដល់អំណាចបង្ខិតបង្ខំទៀតផងពេលខ្លះនៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតគាត់អាចចាត់ឧទាហរណ៍គាត់ធ្វើការឆែកឆេរគាត់អាចធ្វើការឆែកឆេរគាត់អាចខាត់ខ្លួនគាត់អាចចាត់ឲ្យមានការស្ដាប់ចម្លើយមិនតែប៉ុណ្ណោះឧទាហរណ៍ដូចជាករណីបទល្មើសជាក់ស្ដែងនៅពេលដែលមានបទឧក្រិដ្ឋមួយកើតឡើងជាបទឧក្រិដ្ឋជាក់ស្ដែងក្នុងករណីនេះគឺមន្ត្រីនគរបាលធម៌ក្រោយពេលទទួលដំណឹងហើយនោះគាត់ត្រូវជូនដំណឹងនេះភ្លាមទៅឲ្យព្រះរាជអាជ្ញាហើយគាត់អាចចុះទៅកន្លែងដើម្បីធ្វើការពិនិត្យទៅលើស្ថានភាពនៃការប្រព្រឹត្តនៅពេលដែលគាត់ចុះទៅដល់កន្លែងនោះគាត់ត្រូវធ្វើការការពារកន្លែងនៃការប្រព្រឹត្តដើម្បីរក្សាភស្តុតាងមិនតែប៉ុណ្ណោះគាត់អាចថែមទាំងហាមឃាត់គ្រប់ជនទាំងឡាយដែលមានវត្តមាននៅទីកន្លែងកើតហេតុនោះមិនឲ្យចេញទៅណាទៀតផងបាទអញ្ចឹងគាត់អាចឧទាហរណ៍ដូចជាគាត់អាចស្ដាប់ចម្លើយជនគ្រប់រូបដែលមានវត្តមាននៅទីនោះគាត់អាចធ្វើការឆែកឆេរចា៎បាទគាត់អាចធ្វើការឆែកឆេរហើយការឆែកឆេរនេះអត់ចាំបាច់មានដីកាទេក្នុងករណីជាក់ស្ដែងអត់ចាំបាច់មានដីកាទេហើយគាត់អាចធ្វើការឃាត់ខ្លួនជនណាផ្សេងទៀតបានគាត់អាចចាត់ឲ្យមានការពិនិត្យផ្នែកបាទវិទ្យាសាស្ត្រផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្រទៅលើភស្តុតាងដែលគាត់ទទួលបានហ្នឹងដើម្បីអាចតាមស្វែងរកភស្តុតាងបន្តទៀតចា៎តាមភាសាដំអំបញ្ញមិញនេះគឺឃើញថាការស៊ើបអង្កេតហ្នឹងដើម្បីស៊ើបអង្កេតរឿងក្តីមួយហ្នឹងគឺនគរបាលយុតិធធបានប្រើនៅវិធីសាស្ត្រសំខាន់មានទាំងការស្ដាប់ចម្លើយការឆែកឆេរការខាត់ខ្លួននិងការបញ្ជូនខ្លួនចា៎ចំពោះការស្ដាប់នៅចម្លើយនេះខ្ញុំសូមជម្រាបសួរអាដាមអគ្គនាយកតើនគរបាលយុតិធធមានវិធីសាស្ត្រធ្វើបែបណាខ្លះចា៎ចំពោះបញ្ហានេះនៅក្នុងក្របខ័ណ្ឌនៃការស្ដាប់ចម្លើយនេះគឺក្រមនីតិវិធីព្រហ្មទណ្ឌយើងគឺពុំបានបែងចែកពីថាអំណាចខុសគ្នាខ្លាំងជាគោលការណ៍គឺមានអំណាចដូចគ្នាឧទាហរណ៍ដូចថានៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតជាក់ស្ដែងក្នុងមាត្រា93និង94ក៏បាននិយាយហើយក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតបឋមក៏បានកំណត់នៅក្នុងមាត្រា114និង115ប៉ុន្តែខ្ញុំបានសូបជាសរុបនៅក្នុងគោលការណ៍2ដែលមន្ត្រីនគរបាលយុតិធធត្រូវតែធ្វើគឺតាក់ទងជាមួយនឹងគេហៅថាការស្ដាប់ចម្លើយទី1គឺគ្រប់នៃការស្ដាប់ចម្លើយគឺខ្ញុំបានដោយបានជាក់មិញអញ្ចឹងគឺថាមន្ត្រីនគរបាលយុតិធធមានសិទ្ធិនៃគេថាសិទ្ធិក៏ហៅបុគ្គលគ្រប់រូបដែលថារួមទាំងជនដែលបានចូលសង្ស័យថាចូលរួមប្រព្រឹត្តបទល្មើសដើម្បីផ្ដល់ព័ត៌មានដើម្បីដកស្រង់ចម្លើយដូច្នេះគ្រប់ការស្ដាប់ចម្លើយត្រូវតែមានកំណត់ហេតុបាទហើយកំណត់ហេតុនេះគឺត្រូវតែបញ្ជាក់នៅគេហៅថាព័ត៌មានមួយចំនួនមានន័យថាដែលចាំបាច់សំខាន់ដើម្បីឲ្យខាង
អាញាធរតឡាការជាពិសេសខាងព្រះញ្ញានិងចក្រមនឹងពិនិត្យពីនិច្ចគុលភាពនិងនិយត្តភាពនៃការស្ដាប់ចម្លើយនេះក្នុងក្របខ័ណ្ឌនៃគេហៅថាការស្ដាប់ចម្លើយនេះគឺនគរបាលយុតិធម៌ត្រូវតែគេហៅថាធ្វើកំណត់ហេតុហើយកំណត់ហេតុនេះត្រូវតែបញ្ជាក់នៅគេហៅថាធាតុពិតការពិតនៃការឆ្លើយរបស់ជនដែលពាក់ព័ន្ធហើយក្នុងគ្រប់កំណត់ហេតុមួយត្រូវតែមានគេហៅថាហត្ថលេខារបស់មន្ត្រីនគរបាលយុតិធម៌ក៏ដូចជាអ្នកដែលពាក់ព័ន្ធដែលត្រូវបានស្ដាប់ចម្លើយហើយរាល់មានការឈុតលុបក៏ត្រូវតែមានការចារនឹងឯកភាពហើយក្នុងករណីមួយទៀតតាក់ទងក៏ដូចជាក្នុងការគេហៅថាការប្តឹងទទួលការប្តឹងដែរគឺបានថាក្នុងករណីដែលអ្នកដែលបានកោះហៅមកមិនចេះភាសាគឺមន្ត្រីនគរបាលយុតិធម៌អាចរកហៅអ្នកបកប្រែដែលបានស្បត់ទៅតាមប្រពៃណីនិងសាសនារបស់ជំនឿរបស់ខ្លួនហើយគោលការណ៍មួយទៀតបានន័យថាសិទ្ធិរបស់នគរបាលយុតិធម៌ក្នុងន័យថាកោះហៅជនដែលមានផលប្រយោជន៍ដើម្បីផ្ដល់ព័ត៌មានក្នុងករណីដែលជននឹងមិនព្រមចូលខ្លួនមន្ត្រីនគរបាលយុតិធម៌មានគេថាស្នើសុំទៅព្រះរាជអាជ្ញាដែលនឹងចេញបញ្ជាឲ្យចូលខ្លួនហើយបញ្ជាឲ្យចូលខ្លួននេះផ្ដល់សិទ្ធិអំណាចដល់មន្ត្រីនគរបាលយុតិធម៌ឲ្យកែនកម្លាំងសាធារណៈដែលចាំបាច់ដើម្បីនាំខ្លួននឹងមកបំភ្លឺនៅចំពោះមុខនគរបាលយុតិធម៌ហើយចំណុចមួយទៀតគេហៅថាការដែលមិនគប់ដូច្នេះវិធានឧទាហរណ៍ដែលបានកំណត់នៅក្នុងបទបញ្ញត្តិក្រមនីតិវិធីព្រំទាន់ដោយខ្ញុំបានលើកឡើងបាញ់មិញនេះគឺថាការដែលមិនគោរពវិធាននេះគឺនាំឲ្យមានមុខភាពនៃកំណត់ហេតុរបស់នគរបាលយុតិធម៌ដូច្នេះការស្ដាប់ចម្លើយដែលផុសគេថាព័ត៌មានដែលផ្ដល់ដោយការស្ដាប់ចម្លើយនេះត្រូវទុកជាមុខៈទៅតាមអនុភាពនៃមាត្រា109បាទដូចជាថតថាការស្ដាប់ចម្លើយដែលគេថាធ្វើឡើងដោយសារមានលក្ខណៈមិនប្រក្រតីវាមានលក្ខណៈធ្វើការគៀបសង្កត់បាទទៅលើអ្នកដែលជនដែលត្រូវសួរចម្លើយក្រៅពីហ្នឹងនៅមានគោលការណ៍លម្អិតមួយទៀតដែលថានៅក្នុងព័ត៌មានដែលជាគោលការណ៍គឺក្នុងគោលការណ៍គេថាគេកំណត់ដើម្បីមើលថាតើនគរបាលប្រើយុទ្ធសាស្ត្រដើម្បីគៀបសង្កត់ផ្នែកចិត្តសាស្ត្រទៅលើអ្នកដែលត្រូវសួរចម្លើយអ្នកដែលនៅពេលដែលកោះហៅមកភ្លាមគឺជាចូលការមន្ត្រីនគរបាលយុតិធម៌ត្រូវតែសួរចម្លើយភ្លាមគឺមិនចាំបាច់ថាហៅមកពីព្រលឹមដល់រហូតដល់ល្ងាចបានសួរចម្លើយគ្នាអានឹងគឺជាការគៀបសង្កត់ចិត្តសាស្ត្រមួយនាំឲ្យមានភាពមិនប្រក្រតីនៅក្នុងការសួរចម្លើយហើយក្នុងរយៈពេលសួរចម្លើយហ្នឹងគឺជាគោលការណ៍គឺភ្នាក់ងារនគរបាលយុតិធម៌អត់មានសិទ្ធិស្ដាប់ចម្លើយជនដែលពាក់ព័ន្ធទេមានតែអ្នកដែលមានគុណភាពជាមន្ត្រីនគរបាលយុតិធម៌តាមការកំណត់របស់ក្រមនីតិវិធីព្រំទាន់បានមានសិទ្ធិស្ដាប់ចម្លើយហើយជាគោលការណ៍គឺរយៈពេល30នាទីឬក៏45នាទីត្រូវមានការសម្រាប់ម្ដងដើម្បីកុំឲ្យថាសួរពំពួកបាច់ចិត្តសាស្ត្រធ្វើឲ្យគ្នាលប់បាទអ្នកដែលពាក់ព័ន្ធហ្នឹងហើយឆ្លើយទៅវាអត់បានផលប្រយោជន៍ដូច្នេះបាទគឺហ្នឹងសូមថ្លែងអរគុណនេះខ្ញុំសូមជម្រាបសួរអាយដាមជួយបកស្រាយអំពីការឆែកឆេរវិញម្ដងចាតើទូនីតិរបស់នគរបាលហើយនឹងអនុវត្តយ៉ាងម៉េចក្នុងការឆែកឆេរនេះនៅក្នុងការឆែកឆេរនេះគឺយើងចែកការឆែកឆេរក្នុងករណីបទល្មើសជាក់ស្ដែងបានន័យថាក្របខ័ណ្ឌនឹងការស៊ើបអង្កេតករណីជាក់ស្ដែងហើយនឹងការស៊ើបអង្កេតបឋមគឺមិនដូចគ្នាទេនៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតជាក់ស្ដែងគឺការចែកឆេរនេះគឺមានចែងកំណត់នៅក្នុងលក្ខខណ្ឌនិងនីតិវិធីនេះគឺចែងនៅក្នុងមាត្រា91និងមាត្រា92ហើយចំណែកឯការស៊ើបអង្កេតបឋមវិញការចែកឆេរនោះគឺត្រូវកំណត់ដោយមាត្រា113វិញសូមបញ្ជាក់ជូនថាការចែកឆេរនេះគឺត្រូវគោរពឲ្យបានតឹងតែងបំផុតទី1ទៅលើលក្ខខណ្ឌនិងនីតិវិធីហើយមាត្រា91នៃក្រមនីតិវិធីព្រហ្មទណ្ឌនេះក៏បានចែងបញ្ជាក់ជូនផងដែរថានៅក្នុងករណីបទល្មើសជាក់ស្ដែងនេះគឺមន្ត្រីនគរបាលគាត់អាចឆែកឆេរហើយការឆែកឆេរនេះអត់ចាំបាច់មានដីកាពីតុលាការទេប៉ុន្តែគាត់ត្រូវទទួលការអនុញ្ញាតជាបឋមពីព្រះរាជអាជ្ញាការអនុញ្ញាតនោះអាចធ្វើឡើងជាលិខិតអក្សរឬមួយក៏ដោយផ្ទាល់មាត់អញ្ចឹងនៅពេលដែលគាត់បានទទួលការអនុញ្ញាតជាបឋមហើយគឺមន្ត្រីនគរបាលគាត់អាចធ្វើការឆែកឆេរការឆែកឆេរត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនការឆែកឆេរត្រូវធ្វើជាទូទៅនៅមុខអ្នកកាន់កាប់ទីកន្លែងប៉ុន្តែបើសិនជាគ្មានអ្នកកាន់កាប់ទីកន្លែងការឆែកឆេរត្រូវធ្វើនៅមុខសាក្សីពីររូបដែលសាក្សីនេះត្រូវចាត់តាំងដោយមន្ត្រីនគរបាលយុតិធម៌ដែលចុះដឹកនាំប្រតិបត្តិការហើយបើសិនជាគោលការណ៍ដែលមានចែងនេះគឺត្រូវរើសយកអ្នកដែលមិនមានការពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការបានន័យថាសាក្សីត្រូវជ្រើសរើសចេញពីអ្នកដែលមិនបានចូលរួមនៅក្នុងប្រតិបត្តិការនៃការចែកឆេរឧទាហរណ៍ជ្រើសរើសសាក្សីដែលជាអ្នកជិតខាងបាទចូលរួមនៅក្នុងប្រតិបត្តិការនៃការចែកឆេរការចែកឆេរនេះ
នៅក្នុងគោលការណ៍ច្បាប់គឺជាទូទៅគឺអាចឆែកឆេរបាននៅចន្លោះពីម៉ោង 6 ព្រឹកដល់ម៉ោង 18 ល្ងាចបាទនៅចន្លោះប៉ុន្តែបើសិនជាប្រភេទបទល្មើសនោះគឺជាប្រភេទបទល្មើសជាក់ស្ដែងដែលមានចែងក្នុងមាត្រា 86 ឬមួយក៏បទល្មើសដែលចាត់ទុកថាជាបទល្មើសជាក់ស្ដែងដែលមានចែងក្នុងមាត្រា 88 ដែលខ្ញុំបានជម្រាបជូនពីខាងដើមការឆែកឆេរនោះគឺអាចធ្វើដោយមិនគោរប្រយៈពេលម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចបានហើយមានករណីផ្សេងទៀតដែលច្បាប់នេះចែងដោយមិនគោរពទៅតាមលក្ខខណ្ឌពេលវេលាពីម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចនោះគឺមានចែងក្នុងមាត្រា 91 នេះដដែលគឺចែងនៅក្នុងករណីដែលមានសម្រែកឲ្យគេជួយពីក្នុងទីកន្លែងទី1ទី2ក្នុងករណីដែលឆែកឆេរនៅទីកន្លែងក្នុងពេលម៉ោងដែលបើកចំហដល់សាធារណជនឧទាហរណ៍ដូចជាគាត់បើកពេលយប់កន្លែងភោជនីយដ្ឋានជាដើមបាទអញ្ចឹងគេអាចធ្វើការឆែកឆេរព្រោះកន្លែងហ្នឹងគឺបើកចំហដល់សាធារណជននៅពេលយប់ខុសពីម៉ោងឆែកឆេរគឺ6ព្រឹកទៅ6ប៉ុន្តែដោយសារគាត់កន្លែងគាត់ហ្នឹងគឺកន្លែងដែលបើកចំហដល់សាធារណជនឧទាហរណ៍ដូចជាកន្លែងរំកំសាន្តជាដើមបាទកន្លែងសិតតែបើកចំហដល់សាធារណជនអញ្ចឹងករណីគេអាចធ្វើការឆែកឆេរដោយមិនគោរពលក្ខខណ្ឌពេលវេលានៃការឆែកឆេរចំណុចចុងក្រោយគឺក្នុងករណីឆែកឆេរនៅគ្រប់ទីកន្លែងដែលផលិតរក្សាទុកជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀននេះគឺជាវិធានពិសេសមួយដែលតាក់ទងបទល្មើសគ្រឿងញៀនករណីនេះគឺការឆែកឆេរមិនចាំបាច់គោរពនៅវិធានតាក់ទងទៅនឹងពេលវេលានៃការឆែកឆេរពីម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចទេហើយខ្ញុំសូមអនុញ្ញាតជម្រាបជូនផងដែរអំពីចំណុចលក្ខណៈពិសេសដោយសារមានវិជ្ជាជីវៈមួយចំនួនដែលត្រូវទទួលការគាំពៀជាពិសេសទៅច្បាប់អញ្ចឹងការឆែកឆេរគឺត្រូវគោរពនៅលក្ខខណ្ឌក្នុងនោះគឺសំដៅដល់វិជ្ជាជីវៈ2គឺទី1គឺមេធាវីទី2គឺតាក់ទងជាមួយនឹងសារព័ត៌មានដោយច្បាប់បានគាំពៀនៅក្នុងវិជ្ជាជីវៈនេះគឺក្នុងក្រមនីតិវិធីព្រហ្មទណ្ឌបានហាមមន្ត្រីនគរបាលមិនអាចធ្វើការឆែកឆេរចំពោះការិយាល័យមេធាវីបានឡើយការឆែកឆេរអាចធ្វើបានគឺត្រូវធ្វើដោយព្រះរាជអាជ្ញាឬចៅក្រមស៊ើបសួរហើយការឆែកឆេរនោះទៀតសោតត្រូវធ្វើនៅចំពោះមុខប្រធានគណៈមេធាវីឬប្រតិភូរបស់ប្រធានគណៈមេធាវីឬមួយក៏មេធាវីសម័យបាទអញ្ចឹងគឺកន្លែងនេះគឺជាការការពារមួយចំពោះវិជ្ជាជីវៈមេធាវីដែលក្នុងនោះមន្ត្រីនគរបាលមិនអាចបំពេញឧទាហរណ៍ថាមន្ត្រីនគរបាលគាត់បំពេញដោយសារគាត់ទៅឆែកឆេរការិយាល័យមេធាវីដោយឯងនៅក្នុងករណីនេះគឺការឆែកឆេរហ្នឹងត្រូវទុកមុខហ่ะបានន័យថាអ្វីដែលទទួលបានហ្នឹងគឺมันអាចយកជាការនៅក្នុងនីតិវិធីបានឡើយម្យ៉ាងទៀតគឺដល់វិជ្ជាជីវៈសារព័ត៌មាននៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌយើងនេះក៏ចែងការពារផងដែរចំពោះសារព័ត៌មានទាំងសារព័ត៌មានសរសេរទាំងសារព័ត៌មានសរទស្សន៍គឺមានន័យថាមន្ត្រីនគរបាលមិនអាចធ្វើដោយឯកឯងបានទេគឺគាត់ទៅធ្វើនៅចំពោះមុខព្រះរាជអាជ្ញាឬមួយក៏នៅចំពោះមុខចៅក្រមស៊ើបសួរហេតុអ្វីបានជាមានវត្តមានព្រះរាជអាជ្ញាឬចៅក្រមស៊ើបសួរព្រោះគាត់គឺជាអ្នកធានាដើម្បីកុំឲ្យការឆែកឆេរខ្លាយទៅជាការរំលោភធ្វើឲ្យមានការយឺតយ៉ាវក្នុងការប្រកបវិជ្ជាជីវៈដោយសេរីតកតងនឹងវិជ្ជាជីវៈសារព័ត៌មាននេះឯងអញ្ចឹងក្រមយើងបានចែងការពារនេះបាទឲ្យសូមបញ្ជាក់ជូនផងដែរថាបើសិនជានៅក្នុងក្របខ័ណ្ឌនៃការឆែកឆេរនេះមន្ត្រីនគរបាលគាត់អាចរកឃើញគាត់ត្រូវគាត់មានសិទ្ធិអំណាចក្នុងការចាប់យកវត្ថុតាងហើយពាក្យនេះគឺយើងពាក្យថ្មីយើងប្រើក្នុងក្រមតិធីគឺយើងប្រើពាក្យថាចាប់យកវត្ថុតាងពីមុនតែងលើពាក្យថារកអុសចា៎បាទគឺនៅនេះបានន័យថានៅពេលដែលគាត់ធ្វើប្រតិបត្តិការឆែកឆេរគាត់រកឃើញមានផុសតាងផ្សេងពាក់ព័ន្ធបទល្មើសគាត់ចាប់យកផុសតាងបាទនៅពេលដែលគាត់ចាប់ផុសតាងហើយគាត់ត្រូវវិចខ្ចប់ផុសតាងហ្នឹងមុនជាទូទៅបើសិនជាមើលឲ្យបានលម្អិតនៅក្នុងក្រមនីតិវិធីគឺបច្ចេកទេសនោះគឺមានន័យថាចាប់បានគាត់ត្រូវបង្ហាញសាក្សីឬអ្នកកាន់កាប់ទីកន្លែងថារកឃើញអានេះហើយគាត់យកអានឹងហើយគាត់យកទៅវិចខ្ចប់ហើយគឺបាទបិទស្លាកបោះត្រាដើម្បីរក្សាថាมันមានការលួចដូរมันមានការអីចឹងទៅបាទមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលគាត់បញ្ចប់ប្រតិបត្តិការរបស់គាត់ត្រូវធ្វើបញ្ជីសារពើភ័ណ្ឌនៃវត្ថុតាំងទាំងឡាយដែលគាត់បានចាប់យកហើយមិនត្រឹមតែប៉ុណ្ណោះគាត់ត្រូវភ្ជាប់ជាមួយនឹងកំណត់ហេតុនៃការឆែកឆេរមួយទៀតកំណត់ហេតុនៃការឆែកឆេរនេះគាត់ត្រូវបញ្ជាក់ឲ្យច្បាស់អំពីការអនុញ្ញាតនៅវេលាម៉ោងប្រមាណដែលបរិញ្ញាគាត់ផ្ដល់ការអនុញ្ញាតតើការអនុញ្ញាតជាលេខអក្សរឬមួយក៏ដោយផ្ទាល់មាត់ចា៎ហើយកំណត់ហេតុត្រូវចុះហត្ថលេខាដោយអ្នកចូលរួមមានន័យថាសម្ដៅជាពិសេសទៅដល់អ្នកកាន់កាប់ទីកន្លែងបើគាត់មានវត្តមានឬសាក្សីពីររូបដាច់ខាតត្រូវមានគាត់ចុះហត្ថលេខាឬមួយក៏ផ្តិតមេដៃបាទឬផ្តិតមួយរៀមដៃដែលយើងប្រើបច្ចុប្បន្នគឺផ្តិតរៀមដៃទៅវិញបើសិនជាយើងពិនិត្យក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតបឋមយើងឃើញថាការឆែកឆេរនេះគឺมันមានអំណាចធំធេងដោយករណីនៃការស៊ើបអង្កេតជាក់ស្ដែងទេការស៊ើបអង្កេតបឋមគឺយើងឃើញថានៅក្នុងមាត្រា113
ban cầm nót nơi thì tệ thi mùi đại lái ban đây tha mình tên của bà nơi có bài thoát còn mình ai trô từ trái chế đòi tâm tại miền ca ăn ở nhà chia bạc thom pi về nhà thế còn ai phơi ca trái chế đòi group từ cô ca pi à cô ca tí mùi cứ cô ca smart chặt cả prom riêng miền này tha bờ sân chia nẹt can cặp tí cái này hai mình tên của bà thoa quạt từ sna sòng phơi ca trái chế nẹt can cặp tí cái này quạt prom riêng ao nơi có bao nhiêu thoa quạt phơi ca trái chế ai phải tự bán từ sòngច្បាប់ ប៉ុន្តែនៅក្នុងករណីច្បាប់តម្រូវដើម្បីជៀសវាងនៅគំនិតផ្សេងៗគឺការកំណត់អំពីការព្រមព្រៀងត្រូវសរសេរជាលាយលក្ខណ៍អក្សរមានន័យថាអ្នកកាន់កាប់ទីកន្លែងគាត់សរសេរជាលាយលក្ខណ៍អក្សរថាគាត់បានអនុញ្ញាតឲ្យធ្វើការចែកឆេរបើគាត់មិនចេះសរសេរអក្សរទេនៅក្នុងករណីនេះគឺមន្ត្រីឧបត្ថម្ភត្រូវកត់ក្នុងកំណត់ហេតុច្បាស់ថាអ្នកនោះមិនចេះសរសេរអក្សរហើយផ្ដល់ការព្រមព្រៀងអញ្ចឹងគោលការណ៍ស្ម័គ្រចិត្តអនុញ្ញាតគាត់ធ្វើការចែកឆេរដោយមិនចាំបាច់មានដីកាទេ ប៉ុន្តែផ្ទុយទៅវិញបើសិនជាអ្នកកាន់កាប់ទីកន្លែងគាត់អវត្តមានឬមួយក៏ករណីដែលគាត់បដិសេធមិនឲ្យគេធ្វើការឆែកឆេរអញ្ចឹងក្នុងករណីហ្នឹងមន្ត្រីវប្បធម៌ក៏មាននីតិវិធីសាស្ត្រមួយទៀតដើម្បីធ្វើការឆែកឆេរប៉ុន្តែត្រូវស្នើសុំដីកាពីតុលាការកន្លែងនេះខុសពីច្បាប់មុនបន្តិចក្នុងករណីនេះគឺមន្ត្រីវប្បធម៌ត្រូវស្នើសុំទៅព្រះញ្ញាហើយតែព្រះញ្ញាត្រូវស្នើសុំបន្តទៅប្រធានសាលាដំបងធានតឡាការខេត្តក្រុងយើងហៅពីមុននោះហើយប្រធានសាលាដំបងគាត់ពិនិត្យហើយនឹងគាត់អ្នកសម្រេចថាគួរចេញដីកាអនុញ្ញាតឲ្យឆែកឆេរឬមួយក៏អត់អញ្ចឹងក្រោយពេលដែលគាត់ទទួលបានដីកាឆែកឆេរពីប្រធានសាលាដំបងព្រះរាជអាជ្ញានោះទៀតសោតត្រូវដឹកនាំការឆែកឆេរនោះដោយផ្ទាល់បាទហើយត្រូវគោរពតាមលក្ខខណ្ឌនិងនីតិវិធីដោយបានចែងនៅក្នុងមាត្រា91និងមាត្រា92តាក់ទងករណីជាក់ស្ដែងចំណុចខុសគ្នាគឺត្រង់ថាគាត់ត្រូវមានដីកាហើយព្រះរាជអាជ្ញាត្រូវចុះប្រតិបត្តិការដឹកនាំការឆែកឆេរនោះហើយករណីជាក់ស្ដែងគឺមិនចាំបាច់ទេមន្ត្រីគាត់គាត់អាចឆែកឆេរគ្រាន់តែសុំការអនុញ្ញាតជាបឋមជាលាយលក្ខណ៍អក្សរឬផ្ទាល់មាត់បាទកន្លែងនេះគឺមានភាពទន់ភ្លន់ជាងដោយសារមូលហេតុអីគឺភាពចាំបាច់ក្នុងការរក្សាផុសតាងឬការរក្សាផុសតាងមិនឲ្យផុសតាងបាត់អញ្ចឹងភាពចាំបាច់ហ្នឹងត្រូវតែគាត់អាចធ្វើបានភ្លាមអញ្ចឹងមាត្រា91 92អនុញ្ញាតឲ្យគាត់ធ្វើបានដូច្នេះក្រៅពីនោះលក្ខខណ្ឌហើយនឹងនីតិវិធីនៃការឆែកឆេរគឺគោរពដូចគ្នាទាំងក្របខណ្ឌនៃការស៊ើបអង្កេតជាក់ស្ដែងក៏ដូចជាការស៊ើបអង្កេតបឋមចាណាយដំបានមានប្រសាសន៍ជាហូរហែអំពីនីតិវិធីនៃការស្ដាប់ចម្លើយការឆែកឆេរចានៅនីតិវិធីមួយទៀតគឺការខាត់ខ្លួននិងការបញ្ជូនខ្លួនចាតើមានដំណើរការយ៉ាងម៉េចដែរដំបាទសូមអរគុណតាក់ទងជាមួយនឹងការខាត់ខ្លួននិងការបញ្ជូនខ្លួនធម្មតានៅពេលដែលកើតបទល្មើសជាក់ស្ដែងឬក៏ការស៊ើបនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតបឋមនោះគឺថាមន្ត្រីនគរបាលយុត្តិធម៌មានសិទ្ធិក្នុងការខាត់ខ្លួនអញ្ចឹងយើងពិនិត្យមើលថានៅក្នុងការស៊ើបអង្កេតបឋមនិងការខាត់ខ្លួននៅក្នុងដំណាក់កាលស៊ើបអង្កេតជាក់ស្ដែងនេះគឺថាវាមានលក្ខណៈដូចគ្នាអត់ខុសគ្នាទេគឺថាស៊ើបអង្កេតជាក់ស្ដែងគេមានចែងបញ្ជាក់ច្បាស់ពីមាត្រា96ទៅដល់មាត្រា102ថាតើត្រូវខាត់ខ្លួនជនម្នាក់ហ្នឹងត្រូវធ្វើនីតិវិធីបែបណាខ្លះហើយត្រូវគោរពតាមបទដ្ឋានកម្រិតណាដែលត្រូវខាត់ខ្លួនព្រោះថាបើសិនជាការខាត់ខ្លួនមិនបានធ្វើទៅតាមនីតិវិធីទេគឺថានីតិវិធីដែលខាត់ខ្លួននោះត្រូវគេប្តឹងមកខៈបាទហើយចំណុចដែលមានចែងពាក់ព័ន្ធនឹងការខាត់ខ្លួននៅក្នុងបទល្មើសមិនជាក់ស្ដែងគឺឃើញចែងនៅក្នុងមាត្រា116នៅក្នុងមាត្រា116នេះបានបញ្ជាក់ថាវាលក្ខណៈដូចគ្នាការខាត់ខ្លួននៅក្នុងបទល្មើសជាក់ស្ដែងនិងខាត់ខ្លួននៅក្នុងបទល្មើសមិនជាក់ស្ដែងគឺត្រូវបំពេញនីតិវិធីដូចគ្នាអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនថាតើខាត់ខ្លួននឹងត្រូវខាត់បែបណាខ្លះយើងឃើញចែងនៅក្នុងមាត្រា96គេបានបញ្ជាក់ថាដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេតមន្ត្រីនគរបាលយុត្តិធម៌អាចខាត់ខ្លួនបុគ្គលដែលសង្ស័យបានចូលរួមនៅក្នុងបទល្មើសហើយនៅក្នុងវគ្គខណ្ឌបន្ទាប់មកគេបានបញ្ជាក់ថាមន្ត្រីនគរបាលយុត្តិធម៌ក៏អាចខាត់ខ្លួនបុគ្គលដែលអាចផ្ដល់ព័ត៌មានអំពីរឿងហេតុបានដែរប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញទី1គឺបុគ្គលដែលអាចផ្ដល់ព័ត៌មានប្រកែកមិនព្រមផ្ដល់ព័ត៌មានទី2មានការយល់ព្រមជាលាយលក្ខណ៍អក្សរឲ្យធ្វើការខាត់ខ្លួនពីព្រះរាជអាជ្ញាទាំងយើងត្រូវគិតមើលថាការខាត់ខ្លួននេះគឺញែកចេញជាពីរគឺទី1គឺខាត់ខ្លួនលើបុគ្គលដែលសង្ស័យបានចូលរួមប្រព្រឹត្តបទល្មើសអាហ្នឹងគឺថាពេលហ្នឹងខាត់ខ្លួនគ្រាន់តែថាមានការយល់ព្រមពីព្រះរាជអាជ្ញាប៉ុន្តែចំពោះបុគ្គលមួយចំនួនដែលមន្ត្រីនគរបាលយុត្តិធម៌ចង់បានព័ត៌មានពីគាត់
ពេលនេះគឺថាបុគ្គលនឹងជួនកាលគាត់មិនបានប្រព្រឹត្តទេប៉ុន្តែគាត់អាចជាសាក្សីបាទអញ្ចឹងចង់បានព័ត៌មានពីគាត់ប្រកែកអត់ព្រមផ្ដល់ព័ត៌មានអញ្ចឹងចូលលក្ខខណ្ឌកាលណាទី1គាត់ប្រកែកមិនព្រមផ្ដល់ព័ត៌មានទី2តលតែមានការយកព្រមជាលិលាអក្សរពីបរិញ្ញាអញ្ចឹងបានគាត់អាចខាត់ខ្លួនបុគ្គលនៅបានអញ្ចឹងនៅពេលដែលគាត់ខាត់ខ្លួនភ្លាមគឺថាគាត់ត្រូវរាយការណ៍ជូនទៅបរិញ្ញាភ្លាមតែម្ដងគាត់មិនអាចទុកគេយកមកខាត់ដោយមិនអោយដំណឹងទៅបរិញ្ញាទេហើយរយៈពេលខាត់ខ្លួននេះគឺធ្វើបានតែ48ម៉ោងទេបាទ48ម៉ោងនេះជាពេលវេលាដែលច្បាប់អនុញ្ញាតប៉ុន្តែនៅក្នុងករណីដែលបទចំពោះបទឧក្រិដ្ឋដែលមើលទៅគឺថាបុគ្គលដែលខាត់នោះមានតម្រុយច្រើនបង្ហាញថាបុគ្គលនឹងអាចពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋនឹងពេលហ្នឹងគឺថាអាចសុំពន្យាពេលបើចាំបាច់អាចសុំពន្យាពេលរយៈពេល24ម៉ោងទៀតការពន្យាពេលអត់អាចលើសពី24ម៉ោងទេហើយការពន្យាពេលនេះទាល់តែសុំការអនុញ្ញាតពីបរិញ្ញាដែរហើយការសុំការអនុញ្ញាតនេះបរិញ្ញាគាត់ផ្ទៀងទាត់មើលថាតើការសុំពន្យាពេលរបស់គេនោះវាមានមូលហេតុសមហេតុផលទេបាទនៅក្នុងច្បាប់គេប្រើពាក្យថាមូលកភាពបាទគឺថាមើលទៅមានភាពលក្ខណៈសមស្របទេការសុំពន្យាពេលព្រោះមិនមែនចេះតែសុំពន្យាពេលចង់ទុកគេយូរទេហើយសំខាន់គឺថាតលតែគាត់មានតម្រុយបញ្ជាក់ថាអ្នកហ្នឹងវាមានវិរុទ្ធភាពបាទគឺថាពាក់ព័ន្ធទៅនឹងបទល្មើសនឹងដែរបានគាត់អាចសុំពន្យាពេលដើម្បីយកចម្លើយបន្ថែមទៀតឬក៏ចង់បានការស្វែងរកភស្តុតាងផ្សេងៗរបស់គាត់នឹងបន្ថែមទៀតបាទនេះគឺជាចំណុចសំខាន់ហើយចំពោះការខាត់ខ្លួននេះខ្ញុំសូមបញ្ជាក់ញែកឲ្យខុសគ្នាចំពោះបុគ្គលដែលត្រូវខាត់ខ្លួនបើមនុស្សដែលពេញវ័យគឺចាប់ពី18ឆ្នាំទៅគឺថាខាត់ខ្លួន48ម៉ោងហើយបទឧក្រិដ្ឋដូចខ្ញុំបានជម្រាបអញ្ចឹងគឺថាបើមានតម្រុយចាំបាច់អាចហើយតម្រុយដែលបញ្ជាក់ថាមានពិរុទ្ធភាពអីចឹងហើយនឹងមានភាពចាំបាច់អញ្ចឹងគាត់សុំពន្យាបាន48ម៉ោងតែអនិច្ចជនអត់បានទេអត់អាចសុំពន្យាបានទៀតទេអនិច្ចជននេះយើងត្រូវចែកជាអាយុរបស់គាត់ហ្នឹងគឺថាអនិច្ចជនក្រោម14ឆ្នាំមិនអាចខាត់ខ្លួនបានអនិច្ចជនពី14ទៅក្រោម16នឹងគឺខាត់ខ្លួនត្រូវគោរពតាមពេលវេលាគឺថាបើចំពោះបទឧក្រិដ្ឋអនិច្ចជនដែលមានអាយុពី14ទៅក្រោម16គឺខាត់មិនឲ្យលើសពី36ម៉ោងបាទសំទោស36ម៉ោងអាហ្នឹងបទឧក្រិដ្ឋតែបើបទមជ្ឈិមវិញគឺថាអនិច្ចជនដែលមានអាយុពី14ទៅក្រោម16គឺមិនអាចខាត់ខ្លួនលើសពី24ម៉ោងទេបាទចំពោះបទឧក្រិដ្ឋដដែលអនិច្ចជនដែលមានអាយុពី16ទៅក្រោម18គឺថាមិនអាចត្រូវបានខាត់ខ្លួនលើសពី48ម៉ោងហើយបទមជ្ឈិមវិញអនិច្ចជនដែលមានអាយុពី16ទៅក្រោម18មិនអាចត្រូវបានខាត់ខ្លួនលើសពីហួសពី36ម៉ោងទេបាទអញ្ចឹងយើងត្រូវញែកគ្នាអនិច្ចជនហ្នឹងញែកចេញជា3ប្រភេទហើយទៅតាមរយៈពេលខាត់ខ្លួនទៅតាមប្រភេទនៃបទល្មើសបាទប្រភេទទី1គឺថាក្រោម14អត់អាចខាត់បានទេបាទប្រភេទទី2ពី14ទៅក្រោម16បើបទឧក្រិដ្ឋបាទអាចខាត់បានតែត្រឹម36ម៉ោងបាទនេះគឺខ្ញុំបញ្ជាក់ទៅបទឧក្រិដ្ឋឡើងវិញប្រភេទទី3គឺ16ទៅក្រោម18គឺខាត់ខ្លួនយ៉ាងច្រើនត្រឹម48ម៉ោងបាទនេះគឺថារយៈការខាត់ខ្លួននេះយើងត្រូវគិតអំពីអាយុហើយនីតិវិធីខាត់ខ្លួននឹងត្រូវធ្វើមិនទៀតពេលដែលខាត់គេហើយនីតិវិធីគឺមានបញ្ជាក់ច្បាស់នៅមាត្រា97គឺថាខាត់ខ្លួនត្រូវធ្វើកំណត់ហេតុព្រោះមិនមែនចេះតែខាត់គេអត់មានធ្វើកំណត់ហេតុទេហើយត្រូវឲ្យដំណឹងគេយ៉ាងម៉េចគឺថាទី1ត្រូវជូនដំណឹងដល់សម័យខ្លួនដែលត្រូវគេខាត់នោះឲ្យគាត់ដឹងថាឥឡូវនេះគេខាត់ខ្លួនគាត់ហើយប្រាប់ពីមូលហេតុដែលត្រូវខាត់ខ្លួនហើយទី2ប្រាប់សិទ្ធិគាត់ឲ្យគាត់រោមេធាវីគាត់មានសិទ្ធិក្នុងការស្វែងរកមេធាវីផ្សេងដូចមានចែងនៅក្នុងមាត្រា98បាទហើយបើសិនជាមានករណីចាំបាច់នៅក្នុងការយកចម្លើយផ្សេងហ្នឹងគឺថាឲ្យសិទ្ធិគាត់បាទរោអ្នកបកប្រែបាទហ្នឹងគឺថារោអ្នកបកប្រែបាទពេលនេះគឺថាយើងត្រូវបញ្ជាក់អំពីថាអ្នកបកប្រែហ្នឹងដោយអាដាមភើសម្ភីបាន
ជំរាបជូននោះថាអត់អាចយកមន្ត្រីគោបាលយុទ្ធមកធ្វើអ្នកបកប្រែឲ្យគាត់ទេអាហ្នឹងក្នុងករណីដែលជនបរទេសអីដែលគាត់អត់ចេះភាសាខ្មែរអីជាដើមណាអាហ្នឹងត្រូវរកអ្នកបកប្រែឲ្យគាត់ហើយតើនៅក្នុងកំណត់ហេតុខាត់ខ្លួននេះត្រូវមាននីតិយ៉ាងម៉េចខ្លះគឺយើងឃើញនៅក្នុងមាត្រា97ហ្នឹងគឺថាទី1ត្រូវមានឈ្មោះនិងឋានៈរបស់មន្ត្រីគោបាលយុទ្ធដែលបានបង្កប់ឲ្យខាត់ខ្លួនចា៎ទី2អត្តសញ្ញាណនៃបុគ្គលដែលត្រូវខាត់ខ្លួនទី3មូលហេតុនៃការខាត់ខ្លួនទី4ថ្ងៃខែឆ្នាំនិងម៉ោងដែលផ្ដើមខាត់ខ្លួននិងទី5ការឲ្យដំណឹងអំពីសិទ្ធិដែលបានបញ្ញត្តិនៅក្នុងមាត្រា98ពាក់ព័ន្ធនឹងសិទ្ធិរោមេធាវីដែលបានបញ្ជាក់ជូនអំបញ្ញមិញនិងមួយទៀតគឺអំពីអ្នកបកប្រែគឺថាឲ្យសិទ្ធិប្រាប់គាត់ពីអ្នកបកប្រែឬក៏បើសិនជាគាត់មិនចេះអីទេយើងរកអ្នកបកប្រែគាត់មកគឺត្រូវបញ្ជាក់ថាមានអ្នកណាជាអ្នកបកប្រែហើយកំណត់ហេតុនេះត្រូវមានការចុះហត្ថលេខាឬផ្តិតម្រាមដៃរបស់ជនខាត់ខ្លួនហ្នឹងបើសិនជាគាត់មិនចេះអក្សរទេគឺថាត្រូវអានមុននឹងឲ្យគាត់ផ្តិតម្រាមដៃត្រូវអានឲ្យគាត់ស្ដាប់ឬក៏ឲ្យគាត់អានខ្លួនឯងបើចេះអក្សរឲ្យគាត់អានខ្លួនឯងមើលថាតើកំណត់ហេតុដែលគេសរសេរហ្នឹងត្រឹមត្រូវទេបើអត់ចេះទេអានឲ្យគាត់ស្ដាប់ហើយត្រូវចុះនីតិថាគាត់អត់ចេះហើយបានអានឲ្យស្ដាប់ហ្នឹងហើយពាក្យថាផ្តិតម្រាមដៃនេះមូលហេតុអីបានច្បាប់នេះគេសរសេរថាផ្តិតម្រាមដៃព្រោះគេខ្លាចថាដាក់មេដៃទៅអ្នកនឹងអត់មានមេដៃបានស្អីផ្តិតទៀតអញ្ចឹងគេដាក់ម្រាមដៃទៅអញ្ចឹងដំបូងគេគឺគេយកមេដៃសិនហើយបើសិនអ្នកនឹងអត់មេដៃបានចូលម្រាមដៃបន្ទាប់ហ្នឹងដាក់មកបាទនេះជាការបើកទូលាយច្បាប់មួយដើម្បីងាយស្រួលនៅក្នុងការអនុវត្តហើយពាក់ព័ន្ធជាមួយនឹងការខាត់ខ្លួននេះទៀតសោតបើសិនជាឲ្យគាត់រោមេធាវីគឺថាមិនមែនរោភ្លាមទេច្បាប់នេះមាត្រា98បានបញ្ជាក់ថាតលតថាហួសរយៈពេល24ម៉ោងក្រោយពីការខាត់ខ្លួនហ្នឹងទៅបានគាត់មានសិទ្ធិទៅរោមេធាវីណាគាត់តាក់ទងហើយជួយផ្ដល់មធ្យោបាយគ្រប់យ៉ាងឲ្យគាត់អាចរោមេធាវីមកជួបគាត់បាននៅពេលដែលគាត់បានជួបជាមួយនឹងមេធាវីហ្នឹងគឺថាឲ្យជួបបានតែ30នាទីទេនៅក្នុងរយៈពេលនៃការខាត់ខ្លួនហ្នឹងបាទសន្ទនាជាមួយមេធាវីហើយការសន្ទនានេះគឺថាគាត់ធ្វើទៅបានម្ដង30នាទីហ្នឹងហើយអត់ឲ្យគេទៅលួចស្ដាប់អីបានទេបាទគាត់អាចសន្ទនាគ្នាគាត់តិចទៅថាឲ្យមន្ត្រីគោបាលយុទ្ធម្នាក់ទៅអង្គុយស្ដាប់មើលគាត់និយាយពីស្អីហ្នឹងអត់ទេបាទហើយមួយទៀតគឺថារោជំនួយគ្រូពេទ្យឲ្យគាត់ដែរបើសិនជាមានការចាំបាច់ដើម្បីពិនិត្យសុខភាពថាតើការខាត់ខ្លួននោះវាប៉ះពាល់ដល់សុខភាពគាត់យ៉ាងម៉េចលក្ខខណ្ឌក្នុងការទុកគាត់កន្លែងខាត់ខ្លួននោះប៉ះពាល់យ៉ាងម៉េចទេនឹងត្រូវមានគ្រូពេទ្យមកពិនិត្យហើយគ្រូពេទ្យហ្នឹងពេលដែលគាត់មើលទៅគាត់ឃើញថាមានចំណុចសំខាន់ណាគាត់ធ្វើរបាយការណ៍មួយដាក់ចេញវិញ្ញាបនបត្រដើម្បីដាក់ចូលនៅក្នុងវិញ្ញាបនបត្រសុខភាពនោះដាក់ជាប់នៅក្នុងសំណុំរឿងបាទហើយចំពោះការខាត់ខ្លួនអនិច្ចជនវិញអាហ្នឹងក៏ជាកាតព្វកិច្ចរបស់មន្ត្រីគោបាលយុទ្ធត្រូវជូនព័ត៌មានទៅដល់ឪពុកម្ដាយឬអាណាព្យាបាលស្របច្បាប់បាទដល់របស់អនិច្ចជនហ្នឹងបាទមិនមែនថាខាត់រួចអត់ប្រាប់ព័ត៌មានទៅឪពុកម្ដាយទេអាហ្នឹងគឺជាចំណុចសំខាន់ដែលមានចែងនៅក្នុងមាត្រា100បាទហើយចំពោះការខាត់ខ្លួនកន្លែងកងរាជអាវុធហត្ថឬក៏កន្លែងនគរបាលយុតិធធហ្នឹងគឺថាអង្គភាពមួយត្រូវមានបញ្ជីក្នុងការខាត់ខ្លួនហ្នឹងបាទបញ្ជីថាតើត្រូវក្នុងបញ្ជីហ្នឹងមានចុះអីខ្លះទី1មានឈ្មោះនិងឋានៈរបស់មន្ត្រីនគរបាលយុតិធធហ្នឹងបង្កប់ឲ្យខាត់ខ្លួនទី2អត្តសញ្ញាណរបស់បុគ្គលដែលខាត់ខ្លួនទី3ថ្ងៃខែឆ្នាំនិងម៉ោងដែលចាប់ផ្ដើមខាត់ខ្លួននិងបញ្ចប់ការខាត់ខ្លួនទី4ឈ្មោះនិងឋានៈរបស់ចៅក្រមដែលអនុញ្ញាតឲ្យបន្តការខាត់ខ្លួនទី5ឈ្មោះរបស់គ្រូពេទ្យដែលបានពិនិត្យបុគ្គលខាត់ខ្លួននិងទី6ប្រភេទនៃសេចក្តីសម្រេចរបស់អាជ្ញាធរតុលាការដែលផុតកំណត់នៅពេលផុតកំណត់នៃការខាត់ខ្លួនបាទនឹងគឺមាត្រា101បានបញ្ជាក់ហើយលើសពីនេះទៀតក៏ត្រូវមានកំណត់ហេតុសរុបនៃការខាត់ខ្លួនដែរបាទនឹងគឺមានចែងនៅមាត្រា102នឹងបញ្ជាក់ថាតើត្រូវធ្វើកំណត់ហេតុសរុបនឹងស្អីខ្លះទី1មានឈ្មោះឋានៈរបស់មន្ត្រីនគរបាលយុទ្ធធរដែលបង្កប់ឲ្យខាត់ខ្លួនអត្តសញ្ញាណរបស់បុគ្គលដែលត្រូវខាត់ខ្លួនមូលហេតុនៃការខាត់ខ្លួនថ្ងៃខែឆ្នាំនិងម៉ោងដែលផ្ដើមការខាត់ខ្លួនបែបបទនៃការជូនដំណឹងដល់ព្រះរាជអាជ្ញា
បែបបទនៃការជូនដំណឹងដោយអនុលោមតាមមាត្រា100អំបញ្ញមិញគឺជូនដំណឹងទៅដល់ពុកម្ដាយបើខាត់ខ្លួនអនិច្ចជនចាសូមថ្លែងអំណរគុណអាដាមមានអ្វីជាបន្ថែមឬមួយមានភាសាអ្វីពាក់ព័ន្ធនឹងប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះទៀតទេបាទខ្ញុំបាទសូមធ្វើការបាទចំណាប់អារម្មណ៍ជាចុងក្រោយគឺតាក់ទងបាទចំណុចសំខាន់មួយចំនួនគឺក្នុងក្របខ័ណ្ឌនៃគេហៅថាការបំពេញបេសកកម្មរបស់មន្ត្រីនគរបាលយុត្តិធម៌នេះគឺបេសកកម្មរបស់នគរបាលយុត្តិធម៌គឺស្ថិតក្រោមការដឹកនាំនិងការសម្របសម្រួលរបស់ព្រះរាជអាជ្ញាជាទូទៅប៉ុន្តែកាលណាអនុវត្តដោយការឲ្យចាត់ឲ្យសួរជំនួសគឺនគរបាលយុត្តិធម៌ស្ថិតក្រោមគេថាការដឹកនាំនិងសម្របសម្រួលរបស់ចៅក្រមស៊ើបសួរតែជាទូទៅគឺបេសកកម្មរបស់នគរបាលយុត្តិធម៌ស្ថិតក្រោមការដឹកនាំនិងសម្របសម្រួលរបស់ព្រះអាជ្ញាក្រៅពីហ្នឹងនៅក្នុងក្របខ័ណ្ឌនៃការដឹកនាំសម្របសម្រួលរវាងរបស់ព្រះអាជ្ញាទៅលើសកម្មភាពរបស់នគរបាលយុត្តិធម៌គឺមានទំនាក់ទំនងមួយរវាងនគរបាលយុត្តិធម៌ជាមួយនឹងព្រះរាជអាជ្ញាដែលជាពិសេសគឺជាទំនាក់ទំនងរាយការណ៍ហើយជាគោលការណ៍នៅតាមក្រមនីតិវិធីព្រំដែនថ្មីនេះគឺមានតែមន្ត្រីនគរបាលយុត្តិធម៌ទេដែលមានសិទ្ធិរាយការណ៍ផ្ទាល់ទៅព្រះរាជអាជ្ញាចំណែកភ្នាក់ងារជាជក់ជំនួយរបស់មន្ត្រីហើយចង់រាយការណ៍មកមន្ត្រីត្រូវតែរាយការណ៍មកព្រះរាជអាជ្ញាហើយក្នុងក្របខ័ណ្ឌនេះគឺដោយបានកំណត់នៅក្នុងមាត្រា89គឺបានថាការណាមានបទអក្រិតឬបទមជ្ឈិមជាក់ស្ដែងក៏បានដឹងត្រូវតែរាយការណ៍ភ្លាមទៅព្រះរាជអាជ្ញាដើម្បីផ្ដល់ការណែនាំដើម្បីចាត់វិធានការដូច្នេះហើយនៅក្នុងក្របខ័ណ្ឌនេះគឺទំនាក់ទំនងរាយការណ៍នេះគឺប្រសិទ្ធភាពហើយដើម្បីធានាប្រសិទ្ធភាពនៅគេថានិយត្តភាពនិងប្រសិទ្ធភាពនៃការស្វែងរកភស្តុតាងក៏ដូចជានិច្ចនុកលភាពនៃភាពស្របច្បាប់នៃវិធានការផ្សេងៗរបស់នគរបាលយុត្តិធម៌នោះគឺត្រូវតែមានការរាយការណ៍និងការផ្ដល់ការណែនាំនិងការអនុញ្ញាតរបស់ព្រះអាជ្ញាហើយឃើញថាក្នុងការអនុវត្តជាក់ស្ដែងនឹងក្របខ័ណ្ឌនៅពេលក្រមនេះចូលធរមានគឺចាប់ពីថ្ងៃ30ខែសីហា2007ហ្នឹងគឺខាងអัยការតុលាការក្រុងគេបានធ្វើគម្រោងមួយល្អគឺហៅថាឲ្យក្នុងរាជធានីភ្នំពេញយើងមាន7ខណ្ឌដូច្នេះក្នុងមួយខណ្ឌគឺមានគេគាត់ចាត់ឲ្យមានព្រះអាជ្ញារងមួយទូបន្ទុកហើយបញ្ជូនលេខទូរស័ព្ទទៅដល់ខាងអង្គភាពកងរាជវុធហត្ថហើយនឹងខាងនគរបាលយុតិធធអង្គភាពនគរបាលកាលណាមានបទល្មើសមានបញ្ហាតាក់ទងគឺត្រូវរាយការណ៍ហើយពេលហ្នឹងគឺលេខទូរស័ព្ទហ្នឹងគឺតាក់ទងបានហើយចំណុចមួយទៀតដែលខ្ញុំបានចង់បញ្ជាក់គឺគេហៅថាក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតនេះគឺការសម្ងាត់នៃការស៊ើបអង្កេតដូច្នេះគ្រប់បុគ្គលដែលបានចូលរួមនៅក្នុងការស៊ើបអង្កេតដែលបានបញ្ជាក់នៅក្នុងមាត្រា83នៃក្រមនីតិវិធីព្រំដែនយើងរួមមានទាំងនគរបាលទាំងមេធាវីទាំងតំណាងអัยការកងរាជវត្តមន្ត្រីអ្នកបកប្រែទាំងអស់ត្រូវតែរក្សាការសម្ងាត់ហើយមានតែព្រះរាជអាជ្ញាមួយគត់ដែលច្បាប់នេះបានកំណត់ថាអាចនឹងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈកាលណាខ្លួនយល់ឃើញថាព័ត៌មានដែលផ្សព្វផ្សាយដឹងឮជាសាធារណៈខុសពីការពិតគឺហេតុអីបានវាមានការផ្សព្វផ្សាយខុសពីការពិតពីព្រោះថាមេធាវីឬក៏មន្ត្រីនគរបាលយុត្តិធម៌គាត់មានកាតព្វកិច្ចរក្សាការសម្ងាត់ប៉ុន្តែភាគីជាពិសេសជនរងគ្រោះឬក៏អាចថាជាពិសេសគឺយើងសង្កេតការចាក់ស្ដែងជនរងគ្រោះដែលបានដឹងព័ត៌មានពីមេធាវីមកគាត់ទៅផ្សព្វផ្សាយទៅផ្ដល់ព័ត៌មានឲ្យអ្នកកាសែតឬអ្នកសារព័ត៌មានហើយធ្វើយ៉ាងណាឲ្យសារព័ត៌មានចុះទៅដើម្បីគេថាប្រមូលផ្ដុំមតិមហាជនគៀបសង្កត់ទៅលើដំណើរការនៃការស៊ើបអង្កេតដូច្នេះនៅពេលដែលយល់ឃើញថាព័ត៌មានដែលផ្សព្វផ្សាយនេះវាខុសពីការពិតព្រះរាជអាជ្ញាចេញសេចក្តីថ្លែងការណ៍ជាសាធារណៈនេះគឺជាចំណុចសំខាន់មួយហើយគ្រប់នគរជាពិសេសនគរបាលយុត្តិធម៌ឬកងរាជវុធហត្ថកាលណាផ្ដល់ព័ត៌មានឲ្យអ្នកកាសែតគឺជាការបំពានទៅលើគោលការណ៍នៃការសម្ងាត់និងអាចទទួលខុសទោសព្រហ្មទណ្ឌតាមច្បាប់ជាធរមានបាទបាទសូមថ្លែងអំណរគុណបាទលោកស្រីអាដាមចាដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សារបស់យើងនៅក្នុងថ្ងៃនេះលោកស្រីអ្នកនាងកញ្ញាទូទស្សនិកជនជាទីគោរពកិច្ចពិភាក្សារបស់យើងក្រោមប្រធានបទបេសកកម្មរបស់នគរបាលយុត្តិធម៌នៅក្នុងពេលនេះសូមបញ្ចប់តែត្រឹមនេះហើយសង្ឃឹមថាលោកអ្នកនាងបានជ្រាបហើយថាតើនគរបាលយុត្តិធម៌របស់យើងបំពេញនៅតួនាទីយ៉ាងដូចម្តេចដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋហើយនៅប្រធានបទលើកក្រោយយើងខ្ញុំសូមលើកយកប្រធានបទមួយទៀតដែលស្ដីអំពីស្ថាប័នអัยការតើស្ថាប័នអัยការមានតួនាទីយ៉ាងណាខ្លះសូមកុំភ្លេចរងចាំទស្សនានៅកម្មវិធីលើកក្រោយទៀតនៅក្នុងឱកាសនេះដែរយើងខ្ញុំសូមគោរពលាសូមថ្លែងអរគុណចំពោះការទស្សនារបស់លោកអ្នក